បណ្ដាសច្ចៈទាំង4ហ្នឹងអរិយសច្ចៈហ្នឹងឯងព្រះអង្គទ្រង់ប្រកាសណាថាប្រសើរវិសេសគឺអរិយសច្ចៈហ្នឹងប៉ុន្តែក្នុងមកគាថា4បាតហ្នឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងពីអ្វីដែលប្រសើរជាងគេណាប្រសើរដូចថាផ្លូវទាំងឡាយហ្នឹងអរិយមេអង្គ8ហ្នឹងប្រសើរជាងផ្លូវទាំងឡាយហ្នឹងឯងហើយសច្ចៈទាំងឡាយហ្នឹងគឺអរិយសច្ចៈហ្នឹងប្រសើរជាងសច្ចៈទាំងឡាយហ្នឹងក្នុងហ្នឹងវាបង្កប់សេចក្តីត្រង់ថាដែលប្រសើរហ្នឹងគឺត្រង់ដែលញាណបានដឹងនៅសច្ចៈហ្នឹងណាហើយក្នុងធម៌ទាំងឡាយដែលប្រសើរហ្នឹងវិរិយកោសេដ្ឋោធម្មានាងហ្នឹងឯងធម៌ទាំងឡាយហ្នឹងទាំងសង្កតធម៌ដែលមានបច្ច័យតតែងទាំងបញ្ញត្តិដែលអត់មានបច្ច័យតតែងអីហ្នឹងបញ្ញត្តិតំណែងតែងតាំងអីទៅពងពោះប្រសើរជាស្ដេចចក្រពត្តិត្រាធិរាជប្រអិនប្រព្រំអីយៈមេអីយ៉ាងណាក៏ដោយហ្នឹងឯងបញ្ញត្តិក៏តេតួងទៅនឹងបញ្ញខណ្ឌណាមានឧបាទាយបញ្ញត្តិគឺមានបញ្ញខណ្ឌហ្នឹងហ្នឹងឯងអញ្ចឹងក្នុងបណ្ដាធัวទាំងអស់ហ្នឹងគឺវិរិយកោជាឈ្មោះនៃព្រះនិព្វានអញ្ចឹងគណៈហ្នឹងសេដ្ឋោហ្នឹងវិរិយកោសេដ្ឋោធម្មានាងទីប្រទាននឹងចក្រុមាហ្នឹងគឺព្រះដ៏មានពភាដែលព្រះអង្គមានបណេត្រាំហ្នឹងចក្រុមាហ្នឹងណាព្រះដ៏មានពភាហ្នឹងឯងដែលយើងបានឮមកថាចក្រុមាដែលមានបណេតហ្នឹងគឺសំដៅយកព្រះដ៏មានពភាហ្នឹងគឺព្រះអង្គទ្រង់ប្រសើរជាងសត្វលោកទាំងអស់ដែលមានជើងពីរហ្នឹងគឺសំដៅយកមនុស្សហ្នឹងហើយទេវតាប្រអិនប្រព្រំហ្នឹងប៉ុណ្ណាហ្នឹងហើយព្រះអង្គទ្រង់ប្រសើរដោយអំណាចនៃព្រះគុណដែលព្រះអង្គទ្រង់បានសន្សំដោយប្របារមីមកហ្នឹងគឺថាឲ្យសម្រេចនៅព្រះញាណសព្វញ្ញុត្តញាណអនាវរណញាណហ្នឹងរឿងដែលត្រូវដឹងមានប៉ុណ្ណាបញ្ញាណរបស់ព្រះអង្គហ្នឹងក៏មានប៉ុណ្ណឹងប៉ុណ្ណាហ្នឹងឯងបញ្ញាណរបស់ព្រះអង្គមានប៉ុណ្ណារឿងដែលត្រូវដឹងក៏មានតែប៉ុណ្ណឹងហ្នឹងឯងហ្នឹងប៉ុណ្ណឹងរឿងវត្តសង្សារអីហ្នឹងអាហ្នឹងវាអត់មានទីបំផុតខាងដើមអញ្ចឹងមកហ្នឹងគឺពុទ្ធបរិស័ទយើងហ្នឹងចេះដឹងត្រឹមតែថាឃើញអតីតហ្នឹងគឺអវិជ្ជាបច្ចយាសង្ខារាប៉ុណ្ណឹងហ្នឹងឯងវិសេសណាស់ហើយទៅជាព្រះអរិយបុគ្គលរួចផុតចាកទុកបានហើយដែលដឹងវត្តដាក់ហ្នឹងមិនមែនទៅដឹងទីបំផុតខាងដើមពីត្រឹមណាអីមកទេគណៈដោយនៅក្នុងមគ្គលវៈហ្នឹងបានរំលឹកហើយដែលព្រះអង្គជ្រាបដឹងថាអូអ្នកហ្នឹងធ្លាប់កើតជាពស់នេះជាប់តគ្នា500ជាតិមកហ្នឹងបានជាមកស្ដាប់ពធហ្នឹងក៏ប្រព្រឹត្តទៅដោយការងុយដេកលក់អីចឹងទៅហ្នឹងធ្លាប់កើតជាចលែនទៀតមើលចលែនហើយចលែនទៀត500ជាតិតគ្នាហ្នឹងស្វាហ្នឹងក៏500ជាតិតគ្នាហ្នឹងហើយព្រាមដែលមើលអ្នកខត្តរិទ្ធរំលឹងមើលមេឃមើលផ្កាយអីអត់មានធัวចូលជាបាននោះអាហ្នឹងក៏500ជាតិតហ្នឹងដែលព្រះអនន្តសួរថា500ជាតិហ្នឹងវាមានរវាងអីចឹងទៅយូរមួយជាតិអីចឹងឬក៏ជាប់តគ្នាព្រះអង្គហ្នឹងហើយដែលព្រះអង្គសម្ដែងថារឿងវត្តសង្សារដែលសព្វញ្ញុត្តញាណហ្នឹងក៏មិនអាចទៅកំណត់ដឹងនៅក្នុងបុគ្គលម្នាក់ដែលថាពីដើមនឹងវាពីណាមកអីហ្នឹងណាហ្នឹងឯងហ្នឹងគឺវាអត់មានអញ្ចឹងបងវាអត់មានទីបំផុតអញ្ចឹងសម្រាប់សត្វលោកយើងមនុស្សយើងនេះដែលបានកើតហើយនេះហ្នឹងឯងគឺដែលព្រះអង្គសម្ដែងហ្នឹងសម្ដែងសម្រាប់មនុស្សយើងហ្នឹងឲ្យបានជ្រាបដឹងថាសមុទ្រទឹកភ្នែកសមុទ្រទឹកដោះទឹកឈាមអីហ្នឹងវាក្រៃលែងណាស់រឿងវត្តសង្សារហ្នឹងអញ្ចឹងបើនិយាយពីរឿងវត្តសង្សារហ្នឹងមកនិយាយធ្វើអី500ជាតិហ្នឹងអាហ្នឹងក្នុងន័យហ្នឹងណាហ្នឹងឯងកើតជានេះហ្នឹង500ហ្នឹងទឹករាប់អាម៉េចបានត្រឹមតែ500ហ្នឹងវាអត់មានទីបំផុតទេហ្នឹងឯងចលែនហ្នឹងស្វាហ្នឹងឬក៏ព្រាមមើលអ្នកខត្តរិទ្ធអីហ្នឹងអាហ្នឹងគឺវាមិនអាចកំណត់ប្រមាណ100ប្រមាណពាន់ម៉ឺនសែនអីទៅទេហ្នឹងឯងក៏មិនអាចនឹងទៅដឹងទីបំផុតខាងដើមបានប៉ុន្តែរឿង500នេះវាជាប់តគ្នាហ្នឹងឯងពីជាតិមុនមកនឹងឯងអញ្ចឹងទៅបើព្រាមមួយនោះគាត់មិនចេះឆ្អែតនឹងការស្ដាប់ការសិក្សារៀនសូត្រទេគាត់កើតក្នុងវណ្ណៈព្រាមគាត់រៀនគម្ពីរត្រៃវេទអីអញ្ចឹងទៅដល់បានមកជាបាសកក្នុងការស្ដាប់ពធហ្នឹងគឺថាយកចិត្តទុកដាក់ដោយទម្លាប់យកចិត្តទុកដាក់ក្នុងការស្ដាប់សិក្សាស្ដាប់ឲ្យប្រកបវិជ្ជារៀនអីឲ្យចេះនឹងអីចឹងទៅហ្នឹងឯងទីបំផុតបានសម្រេចលទ្ធផលគឺសោតាបត្តផលត្រង់ដែលថាយកចិត្តទុកដាក់ក្នុងការស្ដាប់នៅពធហ្នឹង
នឹងគ្រាន់តែលើកពីព្រះញាណរបស់ព្រះអង្គតេសៈពលញាណព្រះអង្គមានព្រះញាណដែលជាអសាធារណៈមិនទូទៅដល់ព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធអីហ្នឹងគឺមាន6មួយឥន្ទ្រិយបរោបរិយត្តិញាណជ្រាបនៅឥន្ទ្រីចាស់ខ្លាឬក៏ទុនខ្ចីទី2អាសយានុសយាញាណជ្រាបនៅអធិស្រ័យអនុស័យរបស់សត្វញាណទាំងពីរនេះហៅថាពុទ្ធចក្ខុនៅក្នុងចក្ខុ5ហ្នឹងគណៈហ្នឹងពុទ្ធចក្ខុហ្នឹងគណៈហ្នឹងហើយបានអង្គមាននៅមហាករុណាសមាបត្តិញាណពិចារណាបនិស្ស័យនៃសត្វលោកដោយកហបតិករុណាហ្នឹងហើយទី4ហ្នឹងយមកៈបរិហារិញាណសំដែងយមកៈបរិហាទី5ហ្នឹងសព្វញ្ញុតញាណណានឹងទី6អនាវរណញាណហ្នឹងឯងចឹងហ្នឹងហើយអញ្ចឹងគឺក្នុងចក្ខុ5ហ្នឹងមានសមន្តចក្ខុហ្នឹងគឺជាឈ្មោះនៃសព្វញ្ញុតញាណចឹងកណាហ្នឹងឯងហើយចក្ខុហើយមានមង្សចក្ខុនេះភ្នែកសាច់ហ្នឹងគឺក៏សម្រេចដោយបន់ក្រៃលែងណាស់សំបីក្នុងទីងងឹតក៏ព្រះអង្គទួតឃើញកណាហ្នឹងឯងគឺចក្ខុប្រសាទភ្នែកដែលកើតពីបន់ហ្នឹងហ្នឹងឯងមិនពោលពីទេពចក្ខុទេទេពចក្ខុគឺព្រះអង្គទ្រង់ទួតឃើញរូបឆ្ងាយចឹងទៅព្រះអនុរុទ្ធនោះអេតតកៈខាងទេពចក្ខុហ្នឹងអេតតកៈលើទៅពិខុហ្នឹងមិនមកលើព្រះពុទ្ធអង្គអីទេតែណាទេពចក្ខុរបស់ព្រះពុទ្ធអង្គហ្នឹងក៏ក្រៃលែងទៅណាស់ហ្នឹងឯងហើយបញ្ញាចក្ខុហ្នឹងគឺថាបញ្ញាក្នុងការដែលព្រះអង្គត្រាស់ដឹងសច្ចធម៌និងបញ្ញាផ្សេងទៀតដែលឡែកអំពីពុទ្ធចក្ខុនិងសមន្តចក្ខុនោះហ្នឹងឯងហើយបានពុទ្ធចក្ខុទី4នេះពុទ្ធចក្ខុដោយព្រះអង្គពិចារណាឧបនិស្ស័យសត្វអីនៅអច្ចបាលនិក្រោធទៅណាហ្នឹងហើយអច្ចបាលនិក្រោធហ្នឹងយើងឃើញព្រះអង្គគង់នៅតាំងពីបឋមពោធិកាមកហ្នឹងតាំងពីព្រះអង្គមិនបានត្រាស់រហូតព្រះអង្គត្រាស់ហើយហ្នឹងហ្នឹងឯងទទួលមេធុបាយៈហ្នឹងក៏នៅក្នុងអច្ចបាលនិក្រោធហ្នឹងបានព្រះអង្គទ្រង់យកមកឆាន់នៅនាមាត់ស្ទឹងនៃរញ្ញរាហ្នឹងហើយដល់ទៅសប្តាហ៍ទី5ដែលព្រះអង្គទ្រង់បានត្រាស់ដឹងហើយហ្នឹងក៏គង់នៅនឹងអច្ចបាលនិក្រោធហ្នឹងប៉ុន្តែអង្គមានប្រពុតឧទានអីជាមួយនឹងវាជាប្រពេអីហ្នឹងហើយទេពធីតាមេអីហ្នឹងក៏មកនៅពេលហ្នឹងក្នុងសប្តាហ៍ទី5ហ្នឹងហើយដល់លើកទី3គឺសប្តាហ៍ទី8ហើយព្រះអង្គទទួលចង្ហាន់បិណ្ឌបាតពីបពុសៈភរិកៈអីហើយហ្នឹងព្រះអង្គយាងមកគង់ទៀតហើយព្រះអង្គពិចារណាមើលឧបនិស្ស័យរបស់សត្វនៅពេលហ្នឹងដែលសហបតីព្រំអីមួយអំលើដោយព្រំមើលចក្រវាលអីហ្នឹងទៅវតាទេវរាជអីយាងមករតនាព្រះអង្គចឹងទៅព្រះអង្គអាស្រ័យពុទ្ធចក្ខុហ្នឹងឯងចឹងបណ្ណាពុទ្ធចក្ខុហ្នឹងគឺបានដល់អាសយានុសយាញាណនិងឥន្ទ្រិយបរោបរិយត្តិញាណ2ហ្នឹងបណ្ណាញាណហ្នឹងគឺសម្រាប់ទៅពុទ្ធទេនៅក្នុងអសាធារណញាណមាន6ហ្នឹងគឺញាណ2នេះរួមមកហៅថាពុទ្ធចក្ខុបណ្ណាហើយសព្វញ្ញុតញាណអនាវរណញាណហ្នឹងគឺសមន្តចក្ខុបណ្ណាហ្នឹងគឺជាព្រះអង្គទ្រង់មានចក្ខុ5ហ្នឹងណាហ្នឹងហើយចក្ខុ5ហ្នឹង1មង្សចក្ខុ2ទេពចក្ខុ3បញ្ញាចក្ខុ4ញាណចក្ខុនេះពុទ្ធចក្ខុហ្នឹងបញ្ញាចក្ខុគឺញាណចក្ខុហ្នឹងគ្រាន់តែដូរពាក្យបញ្ញាថាញាណហ្នឹងហ្នឹងហើយហើយបញ្ញាចក្ខុក៏បានញាណចក្ខុក៏បានទាំងទី4ពុទ្ធចក្ខុទី5សមន្តចក្ខុណាហ្នឹងហើយដល់រំលឹកពុទ្ធបរិស័ទធ្លាប់មើលនៅក្នុងមហានិទេសអីទៅគឺព្រះសិរីបុត្រសម្ដែងដោយពិស្ដារហើយទៅជួបកន្លែងណាមួយទៀតសម្ដែងពិស្ដារអញ្ចឹងទៅទៀតព្រោះព្រះសិរីបុត្រហ្នឹងមិនចេះឆ្អែតក្នុងការពោលសម្ដែងនៅព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធទេចឹងណាដោយការដែលព្រះរិយបុគ្គលលោកបានទទួលនៅប្រយោជន៍សំខាន់អំពីការដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងប្រកាសសម្ដែងពធណានឹងឲ្យដល់ទៅបានខ្សែបនៅរស់ដល់ប្រសើរលើអស់រស់ទាំងពួងនឹងចឹងទៅគឺជ្រះថ្លាទៅក្នុងការថ្វាយបង្គំក្នុងការពោលសរសើរក្នុងពុទ្ធានុសតិអីទៅជាប្រកដីទៅជាអធិស្រ័យរបស់ព្រះអរិយបុគ្គលទៅជាវិហារធัวពុទ្ធានុសតិហ្នឹងចឹងហើយសម្រាប់ដល់ទៅឧបចារសមាធិបានទៀតផងដែលសម្រាប់បានតែព្រះអរិយបុគ្គលទេណាឧបចារសមាធិក្នុងពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិជាដើមហ្នឹងណាបើដូចជាមរណសតិហ្នឹងឧបចារសមាធិបានទាំងបឋិជនដែលមានសិលល្អ
អ្នកពិចារណាក្តីស្លាប់នឹងដោយបញ្ញាពុទ្ធិចរិតណាហ្នឹងហើយអញ្ចឹងនៅក្នុងមគ្គវៈហ្នឹងរឿងរ៉ាវមុនដំបូងហ្នឹងគឺវិខលោកមានឧបនិស្ស័យសម្រាប់ព្រះរហ័តទៅប៉ុន្តែដល់មិនតាន់បានសម្រាប់អញ្ចឹងទៅលោកសន្តិវាពីផ្លូវហ្នឹងឯងផ្លូវហ្នឹងវាមិនអីវាស្អាតវាមិនស្អាតហ្នឹងឯងដូចយើងតែងសួរគ្នាផ្លូវពីភ្នំពេញមកបាត់ដំបងហ្នឹងអីចឹងទៅតាមពងឆ្នាំងពោធិ៍សាត់ឬក៏តាមកំពង់ធំសៀមរាបអីចឹងណាហ្នឹងឯងហ្នឹងលោកមកជួបជុំគ្នាទៅលោកក៏សន្ទនាពីផ្លូវហ្នឹងហ្នឹងឯងប៉ុន្តែវាចូលទៅនៅក្នុងរឿងមិនជាប្រយោជន៍ទេហ្នឹងឯងចឹងបាននៅពេលដែលយើងចង់លើកយកផ្លូវមកនិយាយក៏យើងនិយាយនៅក្នុងរឿងផ្លូវដ៏ប្រសើរជាងផ្លូវណាទាំងអស់ទោះជាផ្លូវទៅទេវលោកព្រហ្មលោករូបព្រំអរូបព្រំអីហ្នឹងក៏ដោយហ្នឹងក៏ជាផ្លូវដែរប៉ុន្តែអរិយមគ្គប្រកបដោយអង្គ8ប្រការនេះជាផ្លូវប្រសើរជាងអញ្ចឹងណាហ្នឹងឯងយើងឃើញអីយើងយកមកនិយាយនៅក្នុងពធដែលព្រះអង្គសម្ដែងទៅខ្វះអីក្នុងបត្រៃ3ដកអត្ថកថាទៀតអញ្ចឹងទៅដើមឈើឬក៏មេឃឬក៏ពពកមេឃសតុំមេឃបើកថ្ងៃព្រះអាទិត្យព្រះច័ន្ទពីធម្មជាតិណានិយាយរឿងអីក៏មាននៅក្នុងបត្រៃ3ដកដែរតែណានឹកឃើញនិយាយទៅគឺថាមានសតិនឹករលឹកឃើញឱវាទរបស់ព្រះអង្គផងហ្នឹងហើយរៀនរស់នៅឲ្យសុបាយចិត្តមួយថ្ងៃហ្នឹងចឹងទៅយើងមិនអាចទៀមទាអាយុជីវិតការរស់នៅអីនឹងឲ្យបានច្រើនទៅតាមដែលយើងជាប់ជំពាក់នឹងអត្តភាពនឹងថាជាខ្លួនយើងវាមានឆន្ទរាគៈជាប់ទៅនឹងអាសាតៈដែលជាទីសបាយជាទីរីករាយអីចឹងដែលយើងត្រេកអរនឹងការរស់ហ្នឹងមានរឿងអីទុកទោមនោះអាហ្នឹងរហូតដល់ទៅចង់ធ្វើអត្តឃាតទៅទៀតណាប៉ុន្តែដែលយើងចង់រស់ហ្នឹងគឺដោយសារវាមានអាសាតៈវាជាទីរីករាយសបាយក្នុងការដែលរស់នៅហ្នឹងហ្នឹងឯងរហូតដល់ទៅស្រឡាញ់ការរស់ហ្នឹងបង្អួតបង្អល់ខ្លួនឯងអីចឹងទៅទៀតទៅហ្នឹងវាពេញចិត្តទៅដល់ទៅវាមិនអាចថាចេះតែរស់បានទៅអញ្ចឹងវាតក់ស្លឹកហ្នឹងអញ្ចឹងគឺយើងយកផ្លូវកណ្ដាលតែមិនចេះតែឆន្ទរាគៈអីទៅក្នុងការរស់តែក៏មិនមែនទុកទោមនោះទៅដើម្បីធ្វើអត្តឃាតអីទៅទេទោះជាទុកលំបាកអីយ៉ាងណាក៏សិក្សាកំណត់ដឹងទុកនឹងឯងព្រោះណានឹងឯងបានសេចក្តីទុកនឹងមកធ្វើឲ្យនឿយណាយទៅដោយអំណាចយើងមានផ្លូវដល់ប្រសើរនេះមគ្គណដ្ឋាង្គិកោសេដ្ឋោហ្នឹងអប់រំចម្រើនសតិប្បដ្ឋានហ្នឹងហើយហ្នឹងឯងព្រមដែលប្រសើរគឺលោកុត្តរៈណាដែលព្រះអង្គប្រកាសសម្ដែងមគ្គណដ្ឋាង្គិកោសេដ្ឋោហ្នឹងគឺណារិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងប៉ុន្តែក្នុងការដែលយើងត្រូវបប្រតិបត្តិអប់រំពីលោកយៈទៅនឹងឯងសិលសមាធិបញ្ញាហ្នឹងឲ្យបានដល់សតិប្បដ្ឋានវិបស្សនាហ្នឹងអញ្ចឹងហើយដល់ទៅអប់រំទៅអញ្ចឹងទៅអញ្ចឹងយើងក៏ប្រព្រឹត្តទៅក្នុងមជ្ឈិមបដិបទាហ្នឹងហើយកំណត់ដឹងសេចក្តីទុកក្នុងជីវិតហ្នឹងសេចក្តីទុកប៉ុណ្ណឹងអត់អីទេបានជាឧបនិស្ស័យឲ្យមានការនឿយណាយពីព្រោះនៅក្នុងការកំណត់នាមរូបដោយអំណាចនៃស្ថិដ្ឋានវិបស្សនាហើយក៏ឧបនិស្ស័យមនុស្សយើងសន្សំមកវាផ្សេងគ្នាហ្នឹងឯងវាអាចបាននៅដោយថាវិមោខៈ3ហ្នឹងឯងមានអនិមិត្តវិមោកឬក៏អបនិត្តវិមោកឬក៏សញ្ញតវិមោកប៉ុណ្ណឹងវាមានឧបនិស្ស័យមកហ្នឹងឲ្យការពិចារណាហ្នឹងឃើញសភាពមិនទៀងនឹងឯងដែលនាំឲ្យមានសេចក្តីសង្វេគហើយมันមានសេចក្តីប្រកាន់ក្នុងសង្ខារគឺជាសុខហ្នឹងឯងមានសេចក្តីសុខព្រោះការមិនប្រកាន់នឹងកម្មយកការមិនទៀងហ្នឹងជាឧបនិស្ស័យទៅវិបស្សនាដំណើរការទៅនៅក្នុងអនិច្ចានុបស្សនាហ្នឹងសម្រាប់វិមោខៈគឺអនិមិត្តវិមោកហ្នឹងឯងមិនមាននិមិត្តថាទៀងហ្នឹងឯងចឹងកណាហើយដោយអបនិត្តហ្នឹងគឺមិនតម្កល់នៅឆន្ទរាគៈពីព្រោះឧបនិស្ស័យលប់សន្សំក្នុងមហាផ្ទៃក្នុងសន្តានមកហ្នឹងគឺថាឃើញសេចក្តីទុក្ខលំបាកដែលវាជាប់ជាមួយនឹងអត្តភាពជាមួយនឹងបញ្ញខណ្ឌហ្នឹងវាមានឧបនិស្ស័យអញ្ចឹងរៀងព្រះអង្គរៀងខ្លួនហ្នឹងអញ្ចឹងនៅក្នុងទុក្ខានុបស្សនាហ្នឹងវាឲ្យសម្រាប់វិមោកគឺអបនិត្តវិមោកហ្នឹងអបនិត្តគឺមិនតម្កល់នៅដីត្រេកអរប៉ុន្តែមិនមែនតោមនោះបន្ទុះទេហ្នឹងឯងគឺមិនត្រេកអរនឹងសេចក្តីទុក្ខហ្នឹងនឿយណាយអញ្ចឹងរឿងរ៉ាវក្នុងជីវិតហ្នឹងដែលយើងតែងតែដូចថា
ត្រេកអរជាមួយនឹងអ្វីដែលជាទីស្រឡាញ់ជាទីពេញចិត្តអ្នកដទៃអបអរសាទរអ្នកដទៃសរសើរអីចឹងទៅមិនបានធ្វើអីឲ្យមួម៉ៅដៃកាហាយមិនបានមកធ្វើអីឲ្យទុកទោមនោះអីអីចឹងអាហ្នឹងមិនមែនថាសុទ្ធតែល្អទេយើងតែថាទុកមែនទេប៉ុន្តែឆន្ទរាគៈហ្នឹងវាសំហ្នឹងមិនបានវាជាប់ខ្លាំងណាស់វាជាប់ជាមួយគ្នានឹងអ្វីដែលសំណប់សុខសប្បាយដែលអ្នកដទៃសរសើរលើកតម្កើងអីទាំងអស់ហ្នឹងហ្នឹងឯងប៉ុន្តែវាមិនមែនសុទ្ធតែអញ្ចឹងទេហ្នឹងឯងបើសម្រាប់ពុទ្ធបរិស័ទដែលមានស្មារតីហ្នឹងឯងទោះបីដូចជាព្រះរដ្ឋបាលអីហ្នឹងមើលកូនតែមួយទ្រព្យសម្បត្តិបណ្ណាបណ្ណៃម៉ែឪស្រឡាញ់ថ្នាក់ថ្នមអីហ្នឹងលោកនៅតែសង្វេគដើម្បីថាទៅបួសអញ្ចឹងដោយសារបានស្ដាប់ពធទេសនាមកបនិស្ស័យទទួលយកខ្លឹមសារនៃពធទៅវាឃើញសេចក្តីសុខហ្នឹងវាអត់ទៀងទេវាគ្រាន់តែមកពេលមកគ្រាហ្នឹងតែប៉ុណ្ណឹងដរាបណានៅមានការជាប់ជំពាក់នៅប្រកម្មហ្នឹងអ្វីវាកន្លងផុតទៅរឿងថ្មីវាកើតមកដោយអំណាចកម្មជាបច្ច័យហ្នឹងវាអាចបដិសន្ធិក្នុងអបាយភូមិអីចឹងទៅអញ្ចឹងលោកអត់ជាប់ជំពាក់ហ្នឹងសនុកសុខសប្បាយអញ្ចឹងណាអាហ្នឹងវាមិនមែនថាឲ្យតែសនុកសុខស្រួលសុទ្ធតែនាំឲ្យជាប់ជំពាក់ទេប៉ុន្តែនិយាយអំពីពុទ្ធបរិស័ទយើងនេះហ្នឹងឯងកុំឲ្យយើងចិត្តតែចង់បានអ្វីឲ្យជាទីត្រេកអរជាទីស្រឡាញ់ជាទីពេញចិត្តថាអាហ្នឹងហើយបានយើងរស់នៅមានតែក្តីសុខហ្នឹងឯងហើយដល់ទៅវាអត់មានអញ្ចឹងយើងធុញណាយើងធុញយើងមិនចូលចិត្តយើងតោមនោះទុះអីចឹងទៅអាហ្នឹងគឺយើងអត់មានមជ្ឈមបដិបទាដល់តែពេញចិត្តអត់យើងចាប់យកថាសុបាយដល់ទុកតោមនោះអីចឹងទៅមួម៉ៅទៅដីថាបន្ទោសហ្នឹងឯងដោយពុកម្ដាយខ្លះគាត់មួម៉ៅអីចឹងទៅក៏គាត់ស្ដីថាអីឲ្យកូនចឹងទៅហ្នឹងឯងវាដូចថាដុតគាត់អីចឹងទៅក៏មានដែរចឹងហ្នឹងឯងថាភ្លើងភ្នក់អីចឹងទៅដុតគាត់រឿងអីចឹងណាហ្នឹងគឺកើតក្តីក្រោធទុកទោមនស្សអញ្ចឹងហើយអាហ្នឹងក៏មានអញ្ចឹងហ្នឹងហើយគឺចេះតែដូចថាទោមនស្សបន្ទុះតោះជាមួយនឹងរឿងអ្វីហ្នឹងត្រូវបន្ទោសអ្នកដទៃក៏បន្ទោសទៅត្រូវភ័យត្រូវខ្លាចអីវាអត់តាក់ទងនឹងអ្នកដទៃមកធ្វើអីទេដូចជំងឺរោគាដូចចាស់ដូចស្លាប់អីចឹងប៉ុន្តែភ័យខ្លាចទុកទោមនស្សខ្លួនឯងចឹងទៅអាហ្នឹងវានៅតែក្នុងតោសៈមូលចិត្តអញ្ចឹងឡើយវាអត់មានមជ្ឈមបដិបទាទេដល់តែពេញចិត្តវាចាប់យកដូចថាដេកអោបសុកអញ្ចឹងទៅវាដូចជារួចផប់ចាក់ទុកហើយអញ្ចឹងដឹងតែសុបាយដឹងតែរីករាយទៅសឹងថាសុបាយអារម្មណ៍ច្រៀងអីណានៃអីអញ្ចឹងណាវាដូចជាថាសេចក្តីទុកជាម៉េចគឺវាអត់មកដល់ជីវិតខ្លួនឯងទេបើថាមកក៏អត់ខ្លាចដែរសេចក្តីទុកនឹងមកក៏អញនៅតែអារម្មណ៍បាននៅតែច្រៀងបានរបៀបដូចអញ្ចឹងណាហ្នឹងឯងប៉ុន្តែតាមពិតអត់សោះហ្នឹងឯងទន់វត្តចិត្តហ្នឹងគឺគ្មានរឹងមាំអីទេសេចក្តីទុកមកដល់ហ្នឹងក៏យំសោកបោកខ្លួនសន្លប់ឈឹងដែរហ្នឹងឯងប៉ុន្តែដល់ទៅវាមិនតាន់មានព្រឹត្តិការណ៍អីមកដល់វាដូចជាខ្លួនឯងហ្នឹងរួចផុតចាក់ទុកហើយហើយហ្នឹងថាអញ្ចឹងចង់យ៉ាងម៉េចចង់ថាកុំឲ្យយើងសុបាយភ្លេចខ្លួនពាក្យហ្នឹងក៏ពាក្យចាស់តែងតែរំលឹកដាស់តឿនអញ្ចឹងហ្នឹងឯងគាត់មានពិសោធន៍មកគាត់ដាស់តឿនកូនចៅកុំឲ្យសុបាយភ្លេចខ្លួនពីព្រោះគាត់វាធ្លាប់មានរឿងអញ្ចឹងខ្លួនគាត់ឬក៏គាត់ធ្លាប់ជួបរឿងរ៉ាវអ្នកដទៃអីអញ្ចឹងសុបាយទៅក៏ទុកសោកអាយោអាយ៉ាភ្លាមនឹងអញ្ចឹងទៅព្រឹត្តិការណ៍រឿងក្នុងជីវិតហ្នឹងវាមកដល់ភ្លាមយើងគ្រាន់តែអត់ដឹងមុនអញ្ចឹងណាហ្នឹងឯងគ្រាន់តែមកប្រព្រឹត្តភ្នែកមុនហ្នឹងក៏យើងនៅសុបាយនៅរីករាយអីចឹងទៅដែរព្រោះយើងអត់ដឹងមុនហ្នឹងឯងដូចសុបាយក្នុងរថយន្តអីលើយន្តហោះអីចឹងទៅចឹងដល់តែដឹងរឿងព្រឹបអញ្ចឹងទៅគឺត្រូវភ័យគាំងដេះដូងសន្លប់ហ្នឹងឯងឡានធ្លាក់ទឹកអីចឹងទៅវាមានបានរើបានអីវាសន្លប់បាត់ហើយភ័យអីចឹងណាចង់និយាយពីរឿងសេចក្តីទុកហ្នឹងខ្លាំងអញ្ចឹងនៅពេលដែលយើងបានសេចក្តីសុខស្រួលអញ្ចឹងដូចយើងនិយាយសរុបមកនៅក្នុងកំណើតជាមនុស្សហ្នឹងឯងទោះជាមានទុកលំបាកអីខ្លះក៏សរុបមកនៅក្នុងសុគតិភពឋានសុខហើយហ្នឹងគឺយើងប្រឹងប្រែងប្រព្រឹត្តព្រមចរិយធម៌ហ្នឹងឯងចឹងហ្នឹងឯងនៅក្នុងអំណាចមនុស្សយើងប៉ុណ្ណឹងណាប៉ុណ្ណឹងគឺអាចប្រព្រឹត្តព្រមចរិយធម៌បានអញ្ចឹងអាចប្រព្រឹត្តទានសិលភាវនាបានអញ្ចឹងអាហ្នឹងហៅថាសុខហើយប៉ុណ្ណឹងនោះហើយកុំឲ្យភ្លេចខ្លួនកុំឲ្យថាយើងនៅតែជាមនុស្សអញ្ចឹងរហូតនោះដោយលើកពីព្រះរដ្ឋបាលជាដើមខ្វះអីអង្គដតីទៀតដូចជាព្រះរដ្ឋបាលអញ្ចឹងណាហ្នឹងឯងលោកមិនវង្វេងអីនៅតែប៉ុណ្ណឹងថាសនុកសុខស្រួលទេមេត្តាដីតាខាងកូនឯងទៅបួសធ្វើអីនៅសុខជាមួយទ្រព្យសម្បត្តិទៅអាមាសប្រាក់ឡើងសម្បើមអីអញ្ចឹងអាហ្នឹងគិតតែពីប៉ុណ្ណឹងថាកូនបានសុខដោយសារគាត់អត់ដឹងថាវាមានសេចក្តីសុខដែលជាទីពឹងយ៉ាងម៉េចទៀតនោះគាត់ដឹងហ្នឹងឯងបើគាត់ដឹងគាត់មិន
ផត់កូនអីព្រោះទឹកចិត្តចង់ឲ្យតែកូនបានសុខដល់កំពូលនឹងឯងចឹងតែមកពីក៏អត់ដឹងនឹកឃើញថាទៅបួសអញ្ចឹងទៅទុកទៅលំបាកកូនគាត់អញ្ចឹងទៅវិញទៅហ្នឹងឯងប៉ុន្តែឧបនិស្ស័យព្រះរដ្ឋបាលឯកតកៈខាងមានសទ្ធាចេញចាក់ផ្ទះចូលកម្មភ្នោះបួសជាបព្វជិតអញ្ចឹងហ្នឹងឯងសំបីព្រះរាហុលដែលព្រះអង្គទ្រង់ឲ្យបួសហ្នឹងក្រោយមកព្រះអង្គត្រាស់ថារាហុលបួសដោយសទ្ធាហ្នឹងឯងហ្នឹងពុទ្ធិកាណាថារាហុលបួសដោយសទ្ធាហ្នឹងមានសទ្ធាចេញចាក់ផ្ទះចូលកម្មភ្នោះហ្នឹងឲ្យព្រះរាថាលោកលើកថាពុទ្ធអង្គឲ្យព្រះរាហុលបួសមិនបានថាបួសដោយសទ្ធាហ្នឹងបានព្រះថាបញ្យលហ្នឹងឯងថាឧបនិស្ស័យព្រះរាហុលគឺត្រូវតែបួសដល់ពេលព្រះអង្គឲ្យបួសព្រះរាហុលបួសដោយសទ្ធាអញ្ចឹងទៅតែហ្មងតែមិនមែនអត់សទ្ធាទៅទេប្រាថ្នាការសិក្សាទៀតអញ្ចឹងទៅនឹងគ្រាន់តែលើកឲ្យឃើញថាក្នុងការដែលព្រះរាហុលអាចនៅគ្រប់គ្រងសម្បត្តិដាច់ចាក់អីបានទេហ្នឹងហើយបើមិនទៅបួសទេហ្នឹងទទួលសម្បត្តិមរតកលោកយៈហ្នឹងកំណត់ទាំង4អីទាំងអស់ហ្នឹងប៉ុន្តែព្រះអង្គទ្រង់មិនប្រទានសម្បត្តិលោកយៈហ្នឹងព្រះអង្គទ្រង់ជ្រាបអំពីឧបនិស្ស័យព្រះរាហុលណាត្រូវទទួលសម្បត្តិលោកុត្តរៈសម្រាប់ព្រះរហ័តត្រូវបរិនិព្វានហើយឯកតតិកៈសិក្ខាកាមាណងទៀតអញ្ចឹងគឺព្រះអង្គទ្រង់ប្រទានឲ្យព្រះរាហុលនៅលោកុត្តរៈសម្បត្តិព្រះរាហុលបច្ចុប្បន្ន20សម្រាប់ព្រះរហ័តបច្ចុប្បន្នជាង30បរិនិព្វាននៅឋានតាវតិនបាត់ទៅប៉ុណ្ណាប៉ុន្តែហ្នឹងគឺខ្ញុំនឹករលឹករៀបរាប់ប្រវត្តិនៃក្តីជ្រះថ្លារបស់ព្រះអគ្គសាវកអគ្គសាវិកាអីយើងមើលទៅក្នុងបេដកលេខ76ថេរយាប្រទានណាហ្នឹងឯងហើយប្រធារីគាថាអីចឹងទៅហ្នឹងហើយខាងរិយសាវកក៏មានច្រើននៅក្នុងបេដកតាំងពី72 73 74 75ទៅហ្នឹងឯងខាងអបទានហើយខាងប្រធារៈគាថាអីហ្នឹងក្នុងប្រសូតផ្សេងទៀតតែព្រះពុទ្ធអង្គទ្រង់សរសើរទ្រង់លើកឲ្យជាអង្គគំរូហ្នឹងគឺគួរឲ្យយើងមានទឹកចិត្តជ្រះថ្លាដើម្បីថាធ្វើខ្លួននឹងឯងឲ្យបានសមរម្យដើម្បីព្រះពុទ្ធអង្គទ្រង់ទទួលយើងជាកូនជាកូនល្អដែលព្រះអង្គទ្រង់សរសើរព្រះអង្គទ្រង់ហៅរកយើងនៅមានបាបនៅមានអកុសលអីយ៉ាងម៉េចឲ្យតែស្មោះត្រង់នឹងព្រះអង្គហ្នឹងហើយមិនមយាលៈពុទ្ធស្មោះត្រង់សព្វព្រមចារីចឹងទៅព្រះអង្គទ្រង់ទូមានពៀនបដៅហើយបាបអកុសលអីទៅមានវាធម្មតាទេចឹងប៉ុន្តែរឿងទុកទោសនិវត្តសង្សារមកហ្នឹងហ្នឹងហើយព្រះអង្គមិនស្ដីមិនបន្ទោសថាអីត្រង់ដែរនៅមានកិលេសអកុសលហ្នឹងទេឲ្យតែជាអ្នកមានការតាំងចិត្តដើម្បីនឹងប្រព្រឹត្តបរិបត្តិតាមព្រះអង្គហ្នឹងព្រះអង្គទ្រង់សរសើរហើយប៉ុណ្ណាហ្នឹងហើយមិនមានវិយាលៈពុទ្ធអីហ្នឹងបាបថាបាបបុណ្យថាបុណ្យហ្នឹងចឹងរឿងសំខាន់គឺភាពស្មោះត្រង់នឹងឯងសូមប្រកម្មដ្ឋានទៅព្រះអង្គទ្រង់ប្រទានទៅបរិបត្តិទៅប្រព្រឹត្តទៅតាមពធដែលព្រះអង្គទ្រង់ណែនាំហ្នឹងគឺល្អហើយចឹងតែយើងនឹករលឹកដឹងខ្លួនឯងអញ្ចឹងណាហ្នឹងហើយយើងមានបៃតេតាមកជាត្រង់ដែលថាយើងស្មោះត្រង់អញ្ចឹងគឺព្រះពុទ្ធអង្គទ្រង់រាប់ហើយយើងជាកូនរបស់ព្រះអង្គហើយរឿងកិលេសអីដែលនៅមានវាជារឿងរបស់វត្តដាក់ទេមិនមែនយើងអ្នកធ្វើកិលេសនឹងមកណាតែយើងមានតួនាទីកំណត់ដឹងទុកដើម្បីដាក់ចុះនៅបញ្ញខណ្ឌហ្នឹងគឺការលះបង់ឆន្ទរាគៈហ្នឹងអញ្ចឹងយើងក៏អត់បន្ទោសខ្លួនយើងហើយក៏យើងដឹងថាយើងទោះជានៅល្ងងអីមែនបើយើងនិយាយតាមបញ្ញត្តិយើងនៅល្ងងអីមែនតែយើងស្មោះត្រង់ក្នុងសាសនាហ្នឹងឯងពាក្យថាស្មោះត្រង់នេះមួយគឺយើងជ្រាបនៃទលំទលាយអញ្ចឹងទៅហើយយើងនឹងមានពុទ្ធានុសតិសบายចិត្តនៅក្នុងការដែលយើងទទួលយកពធមកប្រព្រឹត្តបរិបត្តិនឹងឯងចឹងគណៈហ្នឹងមជ្ឈិមបដិទាត្រង់ដែលថាយើងនៅជាមនុស្សហ្នឹងទោះជាមានបញ្ហាទុក្ខលំបាកអីហ្នឹងយ៉ាងណាសេចក្តីទុក្ខលំបាកទាំងអស់ហ្នឹងជំនួសការដែលយើងទុកតោមនោះបន្ទុះតោះទៅជាមានបញ្ញាចម្រើនឡើងលឿនណាស់មិនចេះតែសវឹងវង្វេងទៅជាមួយនឹងលោកនឹងថាអូយសប្បាយណាស់សនុកសុខស្រួលណាស់ប្រសើរណាស់ហើយចង់រស់នៅបានអាយុវែងតទៅទៀតអីចឹងទៅហើយវាត្រូវជួបប្រទះនៅវិបត្តិនៃជីវិតហ្នឹង
មានជំងឺរោគគាអីមកដល់អីចឹងទៅដោយថាចំណង់វាចង់រស់នៅបានអាយុជាង100អីអញ្ចឹងណាស្រាប់តែទៅតែ50អីចឹងហើយថាកើតរីកើតអីចឹងវាតក់ស្លុតខ្លាំងណាដោយអំណាចនៃសេចក្តីប្រាថ្នាការរស់នៅ50ឆ្នាំអីទៀតអីចឹងទៅហ្នឹងដូច្នេះគឺការដែលជាប់ជំពាក់សុបាយរីករាយមានមោទនភាពនៅក្នុងជីវិតហ្នឹងក៏វាមិនមែនសុទ្ធតែរឿងល្អដែរទេកាលណាបើយើងអត់មានស្មារតីទៅជាសវឹងវង្វេងហើយវាជាបច្ច័យនាំឲ្យទុកសោកខ្លាំងសៅមងចិត្តនៅពេលចិត្តស្លាប់ហ្នឹងហើយក៏វាមានវិបត្តិទៅតាមហ្នឹងហ្នឹងឯងមិនមែនសុទ្ធតែល្អទេរឿងដែលយើងពេញចិត្តនោះហើយអារឿងដែលយើងទៅម្នោះបន្ទុះតោះក្នុងជីវិតនេះមិនមែនសុទ្ធតែអាក្រក់សម្រាប់យើងទេហ្នឹងឯងវាអាចជួយឲ្យយើងភ្ញាក់ខ្លួនថាលោកនេះមិនគួរឲ្យត្រេកអរចឹងទៅអាហ្នឹងវានៅត្រង់ការដែលយើងមានស្មារតីនៅជាមនុស្សផងទុកប៉ុណ្ណឹងឯងចូលតម្រំបដិសន្ធិក្នុងអបាយភូមិទៀតអញ្ចឹងត្រូវកកើនកតើនប្រឹងប្រែងជាយាមកំណត់ដឹងបញ្ញខណ្ឌហ្នឹងឲ្យតែមិនប្រកម្មបញ្ញខណ្ឌជាអត្តាតួខ្លួនអញ្ចឹងទៅរូបធម៌នាមធម៌ជាសច្ចៈជាការពិតស្រាប់ហើយតើមិនទៅនៅតលអនាគតអីណាបច្ចុប្បន្នហ្នឹងគឺរូបធម៌នាមធម៌ជាសច្ចៈហើយនឹងជាអរិយសច្ចៈដោយមានញាណបានដឹងនៅទុកជាដើមហ្នឹងប៉ុណ្ណាតែចាណងចតរោបទាហ្នឹងណាប៉ុណ្ណាវិរិយកោសេដ្ឋោធម្មានតិបទាណញ្ចៈចក្ខុមាហ្នឹងគេថាព្រះអង្គបន្ថែមកន្លះគេថាបញ្ជាក់អំពីមគ្គហ្នឹងឯងព្រះអង្គយកផ្លូវហ្នឹងជាប្រធានបទហើយនៅក្នុងពធទេសនាហ្នឹងអញ្ចឹងគឺអេសេវៈមគ្គោណដ្ឋញ្ញោទេសនាសវិសុទ្ធិយាហ្នឹងព្រះអង្គទ្រង់សម្ដែងផ្លូវនេះណាហ្នឹងហើយអេសេវៈមគ្គោហ្នឹងឯងទេសនាសវិសុទ្ធិយាហ្នឹងគឺជាផ្លូវនៃញាណទេសនៈណាដែលធ្វើឲ្យបាននៅសេចក្តីបរិសុទ្ធណាដោយញាណទេសនៈហ្នឹងតាំងពីទិដ្ឋិវិសុទ្ធិទៅកាង្ខាវិតរវិសុទ្ធិហោហែទៅមេកញ្ញាណទេសនៈវិសុទ្ធិបដិបទាញាណទេសនៈវិសុទ្ធិដល់លោកតរៈគឺញាណទេសនៈវិសុទ្ធិហ្នឹងគឺបានដល់អរិយមគ្គហ្នឹងឯងចឹងប៉ុណ្ណាដែលធ្វើនៃសេចក្តីបរិសុទ្ធយ៉ាងក្រៃលែងហើយដោយអំណាចនៃសមុច្ឆេទបហានៈហ្នឹងទេសនាសវិសុទ្ធិយាហ្នឹងហើយព្រះអង្គសម្ដែងណដ្ឋញ្ញោហ្នឹងគឺជាការបញ្ជាក់ឲ្យឃើញថាអត់មានផ្លូវដតីទេមានតែផ្លូវនេះឯងគឺរិយមេអង្គ8ហ្នឹងអត់មានផ្លូវដតីដូចជានៅក្នុងពូលទ្ធិសាសនាអីដតីហ្នឹងវាប្រព្រឹត្តទៅតាមណាអំណាចនៃទិដ្ឋិ62ចឹងទៅសម័យពុទ្ធកាលហ្នឹងហ្នឹងឯងមានរិទាជក់មាននិក្រណអនេរថីណាអញ្ញតិដ្ឋយៈហ្នឹងគឺមានទិដ្ឋិជាកំពុងដតីក្រៅពីពុទ្ធសាសនាស្អីឡាបតបរាមាសៈអីហ្នឹងចឹងទៅអាហ្នឹងគឺអត់មែនជាផ្លូវនៃសេចក្តីបរិសុទ្ធទេអញ្ចឹងអេសេវៈមគ្គោណដ្ឋញ្ញោទេសនាសវិសុទ្ធិយាហ្នឹងគឺជាផ្លូវនៃញាណទេសនៈដែលប្រព្រឹត្តទៅកំណត់ដឹងនាមរូបព្រមទៅដោយបច្ច័យទៅណាហ្នឹងឯងនឹងបានញាណហ្នឹងឯងដឹងថានេះជាផ្លូវនៃសេចក្តីបរិសុទ្ធទៅដោយអង្គឯងដោយខ្លួនឯងពីព្រោះញាណហ្នឹងកើតឡើងហ្នឹងធ្វើឲ្យដឹងការពិតចឹងកំណត់បញ្ញខណ្ឌចេះដឹងទៅច្បាស់លាស់ទៅជ្រៅជ្រះក្នុងបញ្ញខណ្ឌហ្នឹងអត់មានអត្តាអីដែលសម្រាប់ឲ្យខ្វាយខ្វល់រវល់ទៅទេហ្នឹងគឺកំណត់បញ្ញខណ្ឌហ្នឹងរឿយទៅនៅក្នុងផ្លូវហ្នឹងហើយបានព្រះអង្គទ្រង់សម្ដែងបញ្ជាក់អំពីគុណរបស់ផ្លូវហ្នឹងតទៅទៀតប៉ុណ្ណាដោយព្រះអង្គត្រាស់ថាតញ្ញហេចឹងតាំងនឹងហេហ្នឹងទៅតញ្ញហេតំហេហ្នឹងឯងអ្នកទាំងឡាយហ្នឹងណាហ្នឹងឯងទាំងឡាយហ្នឹងហើយព្រះអង្គទ្រង់បញ្ជាក់អំពីបដិបច្ចថៈមេរាសេតាំងប្រមោហណੰហ្នឹងហើយនឹងបដិតណ្ណាទុក្ខសន្តាំងករិសថៈហ្នឹងចឹងប៉ុណ្ណាហ្នឹងឯងអង្គសម្ដែងបញ្ជាក់អំពីតញ្ញហេតំហេហ្នឹងគឺដូចគ្នាទេតែមួយព្រះអង្គបញ្ជាក់ពីបដិបច្ចថៈមេរាសេតាំងប្រមោហណੰហ្នឹងគឺជាផ្លូវដែលធ្វើឲ្យមេវង្វេងទៅណារួមឃើញព្រោះថាអ្នកហ្នឹងទៅណាគឺរកតិបដិសន្ធិហ្នឹងរកអត់ឃើញណាហ្នឹងឯងហើយក៏ព្រះអង្គទ្រង់បញ្ជាក់ទៀតដែលបណ្ណាទុក្ខសន្តាំងករិសថៈហ្នឹងគឺថាផ្លូវហ្នឹងឯងដែលជាទីបំផុតនៃទុក្ខអញ្ចឹងបានមេវង្វេងរកមិនឃើញផ្លូវហ្នឹងគឺផ្លូវដែលធ្វើឲ្យមេវង្វេងព្រោះជាផ្លូវទៅកម្មទីបំផុតទុក្ខ
đệ bản na tục khá sam tăng nâng chẳng ấp miên tệ đệ sân thị ấy tê mì ấp đăng nè mì ấp đăng thì riêng mà đệ đi tiền nâng cái khăn tệ đôi tha bàn sẽ đập ấy mau chăng bàn tay men pasana nhiên ấy bàn sắc bàn nhiên đăng thì tiền thì tiền tam từ đây tất ấy chăng thế cái này đăng tha nè đại ban rằm rành và bật bạ bị bạt tới nâng phật đi say và bọc luôn nâng phật đi lâu nâng có nơi bên đây không từ đây dùm qua thà chị ta tu luôn một cô lúc phật đi say và bọc luôn chăng bên đây không sạch cả dạ thật thở đó chẳng làm ai tới đâm tới score tới thì tiền đàn tê nâng này chẳng đâu tới rô bọc cô nâng ắt khơi ta được không phúc chẳng có tốc tô mà no ấy chẳng thấy nâng này chẳng cái tiền miền chấm rơi tới chiềng chặt chẽ được sạch đó chặt chẽ được sạch nó là ắt chiềng rùp chẳng to tay bạc bát ấp rùm vipassana nhiên cả làng chẳng từ miền nhiên không xăm thì bọt nắng ai tìm phát cái sai chế rô pre tiền đằng anh khơi mà phải qua ao mẹ thì nhiên đằng anh chẳng bànทำอะไรเยี่ยมแต่เนียมบอทัวนั่งดับในกี่เล็กน้องจัดสันดานนั่งไอ้ก็น่ะก็เหมือนวิวัฒน์นั่งโดยการออกไปใจออกให้ในวัดดะเรียงพระองค์เรียงขลุ่นนั่งนั่งไงจังน้องการได้อาจเมียนเป็นเป็นเกี่ยรำบานนั่นคืออะไรคนวิปัสสนาแต่บานดังนันตีพบให้ดังไปใจในพบนั่งไอ้วิปัสสนาเงียบนั่งไอ้ได้บานดังอัมพีวัดดะปประเตยให้กับบานดังอัมพีวิวัดดะนั่นไงคือการมันปประเตยในวัดดะนั่นคืออย่างไรนั่นไงดอยนัดในเงียบในการหลายนั่งนั่งในขนมที่กระไดได้ต่ออังสำได้มาเทียบท่ากันละสำต่อจะเตียดนั่งขาเตาโบมีเยี่ยเมียโก้อันยาเยี่ยสารสัตว์นั่งนั้นมันต่อtớiตมhệ cái chân tập tăngขาตาเราตถาคตาประเดปันนาประมาคันเตะเชียยิโนเมรพันธเนียนั่นมาเทียบท่ากันเลยเทียบตรงเดท่าใครนั่นคือพระองค์ทรงดังแต่ถ่ายกดดังนะนั่นไงถ้าแม่นั่งสารสัตว์นั่งนั่นสำหรับเดาะในปรุนซอคือเรียกเกี่ยวตัวสัตว์โมหิตเทเมเนียซอสังไซนั่งนั่นไงสารสัตว์นั่งนั่นคืออัญญาเยะนั่นคือพระพุทธองค์ตรงเฉลียบดังนะนั่นไงตรงดังในแม่เนี่ยได้ตองได้ท่าอาคาtao vô mà gì mẹ cô nè ngày quyết định mẹ nó này thấy thà tao nó ông tập đòi mẹ thằng lại năng này thà tao bố mà gì mẹ cô anh nhà giờ sao là sạch năng nó thì thà quyết đăng đó này ai khai ti vào ông trong tra đăng mới miền là ban đăng mà tập mình lúc tê và đa phải anh bậc rùng này ai đòi tại miền mẹ tập nó cứ miền là ai đòi play năng bàn này play nó cứ bản địa ruột khơi cứ to là một pin ở phía nhà ba làm mấy chia pre phải chơi cặp pot rồi có pre sama sam pot nó cứ chắc bắt lo hình chân để mình ai tha để mang một hộp tầm nào cái ruột play nó khơi đây mình miền ở phía nhà ba làm mấy đầm bay phải chơi cặp pot tự nhiên rồi sama sam pot tự nhiên nó ai mà ruột play nó khơi lại luôn ấy cứ ọt miền nè ngay pre phải chơi cặp pot thấy nơi mình ai nên mình đang trap ở nhà để tây trap đâm tam vào ông thiệt thòng chẳng ọt miền sa vạ sa vị ca ấy thế phải chơiกับปดนั่งmiềnแต่เปรียบสมาสามปดเต้ได้miền sa vạ sa vị cáเนี่ยได้สดับtới banได้ตามเพลย์นั่งนั่งไงจังคืออาจารย์ตรงไหนท่าอังตรงตรัสดังให้สำได้ในอะไรสัจจะทัวปรับเนี่ยปดบริษัทนั่งได้จุดเฉียดในประกุนบอกอังนั่งอาจารย์ตรงได้สำได้ปรับอะไรสัจจะทัวนั่งประกุนเดตเตี้ยคือสำหรับเปรียบสมาสามปดนั่งนั่นไงตอนท้ายสำคัญแต่ปดบริษัทบานเฉียดดังนั้นตรงได้ท่าพระองค์บานตรัสดังให้สำได้ปรับมาเนี่ยปดโพเนี่ยยังบานโบราณครูสมถะลูกครูประกรรมฐานนั้นลูกจารย์แต่โยปดโพนั้นสำคัญตรงได้ท่าพระองค์ตรัสดังอะไรสัจจะทัวให้สำได้เอาเนี่ยใจตรัสดังทองนั้นคือถ้าพระพุทธคุณนั้นคือเจตคุณได้อะไรสาวะนั้นบานเฉียดใช่ปะตรงในท่าพระองค์ตรัสดังอะไรสัจจะนั่งไอ้สำได้ปรับมาจังอะไรสาวะนั้นอัดเมียนไตรกาเอาไว้ปีพระพุทธองค์แต่ตีไอ้เสียงเตี้ยเรื่องใส่ในขนมพระพุทธองค์นั้นโดยท่า
រឿងផ្សេងនៅក្នុងពុទ្ធប្រវត្តិនៃពុទ្ធអង្គរឿងអីហ្នឹងហ្នឹងឯងអត់មានឃើញអីដែលថាពុទ្ធអង្គគួរតែយ៉ាងនេះវិញគួរតែយ៉ាងនោះវិញចេះចោះអីវិញអីអញ្ចឹងគឺអត់ទេសំខាន់ត្រង់ដែលថាព្រះអង្គត្រាស់ដឹងអរិយសច្ចធម៌ហើយសម្ដែងប្រាប់ឲ្យអ្នកដទៃហ្នឹងឃើញបាននេះហ្នឹងឯងសំខាន់ហ្នឹងគឺបញ្ញានៃពុទ្ធបរិស័ទដែលបានស្ដាប់ពធទៅគឺព្រះអង្គទ្រង់សម្ដែងឲ្យធ្វើទុកក្នុងចិត្តចំពោះជីវិតរបស់ខ្លួនឯងហ្នឹងកាយវេទនាចិត្តធัวហ្នឹងឲ្យឃើញជាបរមត្ថអញ្ចឹងពុទ្ធបរិស័ទអ្នកបប្រតិបត្តិហ្នឹងឲ្យតែចាប់បានថាបរមត្ថធัวអ្នកអត្តាហើយក៏តែរលឹករឿយដំណោះដោះស្រាយទោះជានៅជាបាសកបាសិកាដែលនឹងថាបួសឬមិនបួសអីយ៉ាងណាអានឹងតាមក្រោយតែបច្ចុប្បន្នហ្នឹងគឺកំណត់ដឹងនាមរូបបព្វជិតបួសឲ្យនៅវត្តឬក៏នៅទីណាក៏ដោយថានឹងទៅនៅព្រៃទៅនៅអីតាមក្រោយទៀតប៉ុន្តែបច្ចុប្បន្នហ្នឹងគង់នៅទីណាគឺកំណត់នាមរូបកាយវេទនាចិត្តធัวពេលហ្នឹងឯងចឹងព្រោះសំខាន់គឺត្រង់ដឹងបរមត្ថធัวហ្នឹងហើយថាទៅគង់នៅណាទៅនៅណាបើមិនដឹងបរមត្ថទេក៏នៅតែអត្តាទូខ្លួនអញនេះណារស់នៅចឹងទៅត្រូវខ្វល់នឹងខ្លួនហ្នឹងឯងប៉ុន្តែគឺថាគង់នៅទីណារហូតដល់ទៅថាការដែលកំណត់ដឹងនេះសំខាន់ណាស់ដែលជាគោលការណ៍សំខាន់ក្នុងជីវិតហើយបានជួបនឹងពុទ្ធសាសនាអញ្ចឹងគឺទោះជាមិនមានអីមិនបានអីដតីក៏មិនមានទៅមិនបានទៅហ្នឹងឯងគឺថាឲ្យតែបញ្ញាញាណនឹងចម្រើនឡើងកំណត់ដឹងកាយវេទនាចិត្តធัวហ្នឹងហ្នឹងឯងឬថាវាមានទៅជាគ្រឿងរំខានឬអន្តរាយអីទៅក៏មានដែរដោយអំណាចបកតោបនិស្សយបច្ច័យពីក្រៅអញ្ចឹងអាចថានិមន្តទៅគង់នៅទីណាអីហ្នឹងគឺដើម្បីបាននៅសមាធិចិត្តក្នុងការដែលកំណត់ដឹងនាមរូបហ្នឹងអាហ្នឹងគឺដោយតលព្រះអង្គហ្នឹងគឺយកសំខាន់ត្រង់ដែលដឹងនាមរូបហ្នឹងឯងហ្នឹងឯងតាមសេចក្តីពិតហ្នឹងមានតែការកំណត់ដឹងនាមរូបលះនៅអត្តានុទិដ្ឋិហ្នឹងតែប៉ុណ្ណឹងដែលដំណោះដោះស្រាយវដ្តសង្សារមិនថាជីវិតបច្ចុប្បន្នហ្នឹងឬក៏អនាគតតទៅទេហ្នឹងឯងអញ្ចឹងគឺកិច្ចការងារសំខាន់ដែលគុណចាស់បានគង់បច្ចុប្បន្ននៅធ្វើអីសិក្សាពធបល័យធម្មវិន័យបង្ហាត់បង្រៀនព្រះវិធម្មអីក៏ដោយហ្នឹងឯងប៉ុន្តែទាំងអស់ហ្នឹងជាឧបនិស្សយបច្ច័យនៃការកំណត់ដឹងនាមរូបឬក៏ដឹងកាយវេទនាចិត្តធัวដែរឬទេហ្នឹងឯងត្រូវឲ្យមានការងារដែលជាកម្ពូលសំខាន់គឺកំណត់នាមរូបហ្នឹងដល់តែនៅសល់តែធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ទៅវិញ្ញាណធាតុទៅហ្នឹងហើយអត់មានអត្តាធាតុអីទេគ្រាន់តែដឹងថាអូសន្មតហ្នឹងគឺមួយខ្សែនៃវត្តដាក់ហ្នឹងដឹងវត្តដាក់ហ្នឹងហ្នឹងឯងអញ្ចឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងហើយតំហេហេកិច្ចੰអាតបាំងហ្នឹងអ្នកទាំងឡាយកិច្ចੰអាតបាំងហ្នឹងត្រូវធ្វើកិច្ចដុតនៅកិលេសហ្នឹងដោយខ្លួនឯងទៅថាតារោតថាកតាហ្នឹងតថាគតហ្នឹងគ្រាន់តែជាអ្នកប្រាប់ទេអថាតារោហ្នឹងតថាកតាព្រះតថាគតទាំងឡាយទៀតគ្រប់ព្រះអង្គទាំងអស់ហ្នឹងគ្រាន់តែជាអ្នកប្រាប់ទេអញ្ចឹងគឺតំហេហិកិច្ចੰអាតបាំងអ្នកទាំងឡាយហ្នឹងត្រូវជាយាមដុតកិលេសហ្នឹងដោយខ្លួនឯងសេចក្តីដែលយើងមើលឃើញការប្រែហ្នឹងគឺបាលីទៅតាមហ្នឹងហ្នឹងហើយព្រះអង្គទ្រង់បញ្ជាក់អំពីបដិបទាហ្នឹងទៅជាប់ចំក្រោយទៅទៀតប៉ុណ្ណាហ្នឹងហើយបដិបទាបដិបណ្ណាហ្នឹងមកខន្តិហ្នឹងហើយជាណូមេរពន្ធនាហ្នឹងគឺបដិបណ្ណាហ្នឹងវាត្រូវគ្នានឹងជាណូហ្នឹងប៉ុន្តែក្នុងការដុតនៅកិលេសហ្នឹងហើយបមកខន្តិហ្នឹងគឺជាការដែលត្រូវស្អីនៅមេរពន្ធនានេះហ្នឹងឯងរួចពីចំណងរបស់មេប៉ុណ្ណាហ្នឹងឯងយ៉ាងបដិបទាមកខន្តិជាណូមេរពន្ធនាគាត់ណាមានមកគាថាកន្លះហើយមកគាថាកន្លះទៀតចឹងទៅហ្នឹងហើយបើរូបរាប់តែ3គាថាទេណាមកគាថាកន្លះរាប់មកគាថាចឹងទៅហ្នឹងវែងជាងគេហើយណាតមករឿងនៅក្នុងត្រៃលក្ខធម៌ហ្នឹងវិខ500អង្គ500អង្គក្នុងរឿងរ៉ាវពុទ្ធសាសនាសបោ500ចឹងទៅណាហ្នឹងឯងលើខ្វះអីតិចតួចអីយ៉ាងណាក៏មិនដឹងដែរតែថាពាក្យ500ហ្នឹងវាសបោបាសក់មានបរិស័ទ500អីចឹងទៅលើសពីហ្នឹងក៏មានដែរបើនៅសបោ500ហ្នឹងចៅ500អីហ្នឹងចៅ500ហ្នឹងហើយកណាហើយរឿង500ជាតិអីហ្នឹងក៏សបោមើលហ្នឹងឯងតគ្នាមកកើតជាពោះនេះកើតជាចលែនស្វាអីព្រាមមើលនខត្តរឹកឬក៏ព្រាមដែលរៀននៅគម្ពីរត្រៃវេទអីហ្នឹងហ្នឹងឯងហើយព្រះសិរីបុត្រគឺថាបួស500ជាតិតជាប់គ្នាមកដល់ជាតិចុងក្រោយចឹងណា
ហ្នឹងហើយបួសជាតបោះបួសជាអីចឹងទៅឲ្យតែមកកើតជាមនុស្សគឺបួសហើយដូចជាព្រះផតតិយៈសក្យៈហ្នឹងលោកសោយរាជក្នុងតកូលខ្សាត់ហ្នឹងតគ្នាឲ្យតែជាយត់មកកើតជាមនុស្សសោយរាជ500ជាតិដែរអេតតកៈខាងកើតក្នុងតកូលពងខ្ពស់ចឹងរឿង500ជាតិហ្នឹងសម្បូរទាំងកណានៅក្នុងពុទ្ធសាសនាយើងតែតែឮចឹងហ្នឹងមានជានិយាយមកធัวចឹងទៅហើយទីខោនេះ500អង្គឡើង3ពួកព្រះអង្គទ្រង់សម្ដែងត្រង់ថាសត្វទេសង្ខារាអនិច្ចាតេណាសត្វទេសង្ខារាអនិច្ចាណាហ្នឹងហើយយតិបញ្ញាយបសតិអដ្ឋនិពិនតតិទុក្ខេអេសមគោវិសុទ្ធិយាហ្នឹងគឺបញ្ញាដែលបានពិចារណាឃើញសង្ខារធម៌មិនទៀងហ្នឹងយតិណាហ្នឹងហើយបញ្ញាយបសតិហ្នឹងប៉ុណ្ណាអដ្ឋនិពិនតតិទុក្ខេប៉ុណ្ណាក៏លឿនណាយនឹងសេចក្តីទុក្ខដោយការពិចារណាសង្ខារមិនទៀងហ្នឹងហ្នឹងហើយក្នុងកាលណាក្នុងកាលនោះក៏លឿនណាយនឹងសេចក្តីទុក្ខហើយព្រះអង្គបញ្ជាក់ថាអេសមគោវិសុទ្ធិយាហ្នឹងជាផ្លូវនៃសេចក្តីបរិសុទ្ធនៅក្នុងមគ្គវៈហ្នឹងមានពុទ្ធដីកាព្រះអង្គសម្ដែងអំពីមគ្គហ្នឹងអេសមគោវិសុទ្ធិយាហ្នឹងចឹងពុទ្ធបរិស័ទយើងសិក្សាត្រួតត្រងពុទ្ធវចនៈច្រើនក្តីតិចក្តីអីហ្នឹងយ៉ាងណាណាយកចាអបំបិសត្វានៈណាប៉ុន្តែព្រះអង្គសម្ដែងធម្មមកាយេនបស្សតិឬក៏យកធម្មណបមច្ចតិមានពីរហ្នឹងដែលព្រះអង្គទ្រង់ត្រាស់ថាសវេធម្មតរោហោតិហ្នឹងមកថាជាអ្នកបុគ្គលនោះគឺជាអ្នកត្រួតត្រងធัวហ្នឹងគឺបានពលត្រូវធัวដោយនាមកាយចាំណាគឺបានណាពលត្រូវលោកតរធัวហ្នឹងមានបច្ចវេកណញ្ញាណកើតឡើងឬក៏ថាមិនដល់ប៉ុណ្ណឹងទេប្រព្រឹត្តទៅដោយការមានស្មារតីតគ្នានៅក្នុងសេចក្តីមិនប្រមាទដឹងខ្លួនឯងថានឹងបានចាក់ធ្លុះទៅក្នុងសច្ចធัวហ្នឹងមិនជាប្រមាណថ្ងៃទៀតទេចឹងទៅហ្នឹងគឺកម្លាំងនៃញាណធ្វើឲ្យដឹងអញ្ចឹងឲ្យដឹងខាងប៉ុណ្ណឹងក៏ឈ្មោះថាអ្នកត្រួតត្រងធัวដែរសវេធម្មតរោហោតិហ្នឹងអញ្ចឹងពុទ្ធបរិស័ទយើងរៀនចេះដឹងតិចច្រើនអីហ្នឹងយ៉ាងណាគឺឲ្យបានមកដឹងនាមរូបក្នុងជីវិតនឹងឯងចារូបធัวជាធាតុមិនដឹងដោយសាកសពដោយតុកទូក្រេប៉ាំងអីចឹងទៅកណាហ្នឹងឯងធាតុដីទឹកភ្លើងចោលខាងក្រៅហ្នឹងទោះជានៅក្នុងរូបកម្មដ្ឋានដោយសមថៈអីហ្នឹងក៏ពិចារណាយកដីខាងក្រៅហ្នឹងមកពិចារណាដីខាងក្នុងហ្នឹងឲ្យឃើញថាគ្រាន់តែជាបតវ័យធាតុដូចគ្នាអត់មែនជាសត្វចឹងទៅអាហ្នឹងការប្រខាប់ចិត្តដូចជាការប្រខាប់គោចឹងយកគោដែលបង្វឹកល្អហើយហ្នឹងមកទៅមកខាងទៅគោដែលកំពុងបង្វឹកហ្នឹងមកខាងទៅហ្នឹងក្នុងការពិចារណាដីខាងក្រៅហ្នឹងអាហ្នឹងគឺដឹងច្បាស់ថាមិនមែនអត្តាខ្លួនយើងណាអាហ្នឹងដូចគោដែលវឹកហើយចឹងមកពិចារណាកាយហ្នឹងដែលតាំងនៅដោយបតវ័យធាតុតិចបន្តួចហ្នឹងអាហ្នឹងគឺដូចគោមិនតាន់វឹកមិនតាន់ហាត់ចឹងអាការដែលមិនប្រកាន់កាយខាងក្នុងនេះមិនប្រកាន់នេះណានឹងឯងឃើញថាអ្នកអត្តាអត់មែនខ្លួនយើងដូចដីខាងក្រៅដែរនេះអាហ្នឹងវាអត់តាន់ឃើញអាហ្នឹងបានន័យថាកំពុងវឹកហាត់តែបើជាមួយដីខាងក្រៅយើងមានបានគិតថាដីជាខ្លួនយើងណាគេដើរជន់គេលក់គេដូរគេខួមគេខៃអីយ៉ាងម៉េចគេចាក់សម្រាមលើអីយ៉ាងម៉េចយើងមិនដែលគិតថាគេចាក់លើយើងទេគេដើរលើយើងអីយើងមិនដែលគិតថាផែនដីជាខ្លួនយើងទេអាហ្នឹងដូចជាគោដែលវឹកហើយអញ្ចឹងព្រះសិរីបុត្រនៅកាលដែលនៅបង្ហាត់បង្រៀនព្រះរាហុលអំពីការពិចារណានៅធាតុហ្នឹងពុទ្ធអង្គក៏សម្ដែងរឿយហើយបញ្ញាណបមច្ចយៈក្នុងធាតុវិភាំងកសោតព្រះអង្គសម្ដែងតែកុំឲ្យប្រមាទក្នុងការពិចារណានៅធាតុ6ហ្នឹងកុំឲ្យបដែតបដោយបញ្ញាក្នុងការពិចារណាធាតុ6ហ្នឹងហ្នឹងឯងអញ្ចឹងយើងយកគោដែលវឹកហាត់ហើយហ្នឹងមកต็មមកខាងគោដែលកំពុងវឹកហាត់ហ្នឹងវឹកហាត់បានហ្នឹងមកខាងអាហ្នឹងគឺក្នុងសេចក្តីដែលថាការដែលយើងដឹងដីខាងក្រៅហ្នឹងមិនមែនជាអត្តាហើយអញ្ចឹងទៅឲ្យមកឃើញថាកាយហ្នឹងដែលតាំងនៅដីនេះដីខាងក្រៅនេះវាមិនមែនអត្តាខ្លួនយើងដូចតែដីខាងក្រៅដែរឲ្យឃើញដូចគ្នាអញ្ចឹងទៅហ្នឹងរូបកម្មដ្ឋានហ្នឹងទាំងសមថៈមកក្នុងកាយានុបស្សនាទេពដ្ឋានហ្នឹងគឺដឹងបរមត្តធัวផដ្ឋពៈបតវ័យដែលប្រកបតាមផ្លូវកាយហ្នឹងហ្នឹងហើយអញ្ចឹងវាអត់មានអត្តាទេដឹងក្នុងរូបធัวដែលកើតរលត់ហ្នឹងគឺដឹងរូបចម្លែងក្លិនរសផដ្ឋពៈហ្នឹងហើយប្រកបជារូបដែលបញ្ញាចម្រើនឡើងក្នុងឧទយបញ្ញាញាណឬក៏សមសញ្ញាញាណដែលឃើញនាមរូបរលត់ហ្នឹងទៅតែឃើញរូបប្រកបជាអារម្មណ៍ចឹងបរមត្តរូបចម្លែងគឺរូបផដ្ឋពៈ
ហ្នឹងឯងកោចរៈរូប7ហ្នឹងដែលនៅក្នុងរូបកម្មដ្ឋានដូចជាពិចារណាធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុអីទាំងអស់ហ្នឹងក៏អ្នកអត្តាដែរព្រោះយើងមិនបានទៅប្រកម្មថែនដីថាខ្លួនយើងអីណាអញ្ចឹងមកកាយហ្នឹងដែលតាំងនៅដោយដីហ្នឹងចតុធាតុតវិធានៈហ្នឹងនៅក្នុងសមថៈមានទេតាដោយអំណាចនៃពុទ្ធិចរិតក្នុងអាហារេបរិកោសញ្ញាក្តីក្នុងឧបសមានុសតិក្តីក្នុងមរសតិក្តីត្រូវតេតួងនឹងបុគ្គលដែលមានឧបនិស្ស័យនៃការពិចារណាមានបញ្ញាច្រើនមកទាំងហ្នឹងឯងអញ្ចឹងគឺនៅក្នុងប្រកម្មដ្ឋានហ្នឹងមានរូបកម្មដ្ឋានហ្នឹងឯងចឹងកំណត់បានអញ្ចឹងទៅអប់រំយ៉ាងម៉េចឲ្យដឹងនាមធម៌ហ្នឹងដាច់ដោយឡែកពីរូបគឺដែលថាដាច់ដោយឡែកពីរូបហ្នឹងនាមធម៌ដែលឃើញរូបឬសម្លេងធំក្លិនដឹងរស់ដឹងផុតតពៈនឹកគិតដឹងរឿងហ្នឹងគឺអត់មានជាប់តាក់ទងនឹងស្រីនឹងប្រុសនឹងមហាពុទ្ធរូបទេនាមធម៌ដឹងអារម្មណ៍ដោយឡែកទៅហើយរូបដូចសាកសពអញ្ចឹងអត់ដឹងតកទូក្រេតាំងអត់ដឹងធាតមិនដឹងដោយឡែកអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាការដឹងហ្នឹងគឺជានាមធម៌សម្បយុទ្ធធម៌ចិត្តចេតសិករូបអត់មានមកសម្បយុទ្ធអីជាមួយទេចិត្តចេតសិកសម្បយុទ្ធហើយមានអារម្មណ៍រូបអត់មានអារម្មណ៍ទេវាដាច់ដោយឡែកច្បាស់អញ្ចឹងទៅអញ្ចឹងកាលណាបើចែកនាមដាច់ចេញពីរូបអញ្ចឹងមកវាអត់ប្រកាន់អត្តាឃើញទេអត់អាចទេដែលយើងឃើញមកពីនៅរួមដោយរូបទេអញ្ចឹងទៅនៅពេលឃើញហ្នឹងយើងស្រីឃើញយើងប្រុសឃើញហើយអាត្មាឃើញហើយវានៅរួមដោយរូបអញ្ចឹងតែកាលណាចែកដាច់ពីរូបទៅវាអត់មានទិដ្ឋិទៅប្រកាន់តែខ្លួនយើងអ្នកឃើញឬអ្នកគិតទេព្រោះវាអត់មានរូបអញ្ចឹងវាមានតែនាមធម៌បរមត្តឃើញមានបរមត្តឮមានបរមត្តគិតមានប៉ុន្តែអ្នកអត្តាហើយការដែលបានមកដឹងធម៌ហ្នឹងឯងដែលធ្វើឲ្យបងប្អូនកូនចៅលះកាត់អារឿងដោយថាប្រកម្មហួងហែងគ្នាខាងក្រៅអីរឿងស្អីដែលតែងតែសម្គាល់ថាវាប្រយោជន៍សំខាន់សម្រាប់ខ្លួនឯងអីហ្នឹងណាដល់តែកំណាញ់ចំណែនឆ្លោះប្រកែកតោះតេងហ្នឹងលេងចោលអស់ហើយហ្នឹងឯងវាអត់ឃើញថាសំខាន់អីទៀតទេស្អីទាំងអស់ហ្នឹងព្រោះបានមកដឹងថាអត់មានខ្លួនយើងនៅក្នុងដំណើរដង្ហែព្រះរាមាភិក្ខជាមួយនឹងសាវករិយសាវិកាទៅព្រះនិព្វានណាក្នុងផ្លូវដ៏បរិសុទ្ធទេអញ្ចឹងគឺអេសមគោវិសុទ្ធិយាហ្នឹងត្រូវបានប្រកាសដល់ពុទ្ធបរិស័ទយើងហើយថាអូផ្លូវនៃសេចក្តីបរិសុទ្ធមិនមែនផ្លូវប្រកាន់គ្នាស្អប់គ្នាមើលងាយមើលថោកគ្នាជាប់ជំពាក់វៈវិនហួងហែងអីគ្នាគឺអត់ទេផ្លូវនេះគឺផ្លូវស្អាតផ្លូវនៃការមិនប្រកាន់ផ្លូវប្រព្រឹត្តទៅដើម្បីដាក់ចុះនៅបញ្ញខណ្ឌផ្លូវទៅរកអស់ទុកអស់កង្វល់គ្រប់អង្គគ្រប់គ្នាឲ្យតែបានដើរទៅតាមផ្លូវហ្នឹងឯងតែព្រះអង្គសម្ដែងរតេសង្ខារាទុក្ខាសពេធម្មេអនត្តាហ្នឹងសំបីក្នុងសពេធម្មេនេះកាលណាបើសំដែងជាអារម្មណ៍របស់វិបស្សនាអញ្ចឹងក៏សំដៅយកតែខណ្ឌ5ហ្នឹងទេដែលជាលោកយៈទៀតដែលជាអារម្មណ៍របស់វិបស្សនាទៀតប៉ុន្តែសពេធម្មេអនត្តានេះគឺបើដល់ទូទៅរួមទាំងបញ្ញត្តិរួមទាំងលោកុត្តរៈទាំងព្រះនិព្វានអីទាំងអស់ព្រោះស្អីក៏អត់មានសត្វបុគ្គលដែរអត់មានអត្តាតែនៅក្នុងអារម្មណ៍របស់វិបស្សនាគឺលោកយៈហើយបង្កប់បញ្ជាមិនបានមានបច្ច័យត្រូវតែកើតហ្នឹងហើយបង្កប់តែកុំកើតក៏អត់បានអត់បច្ច័យអត់កើតបង្កប់ឲ្យកើតអត់បានបង្កប់ឲ្យមានមកបានជាទៅសនុកសុខសប្បាយទៅមានកូនមានចៅទៅមានទ្រព្យសម្បត្តិទៅឋានៈបុណ្យស័ក្តិទៅបង្កប់អត់បានអត់បច្ច័យគឺអត់បានហ្នឹងហើយដល់តែមានបច្ច័យបានកើតឡើងពេញចិត្តក៏ត្រេកអរទៅអញ្ចឹងទៅប៉ុន្តែដល់តែមានបច្ច័យឲ្យកើតមិនជាទីពេញចិត្តក៏តោមនោះក៏ទាស់ទៅអាហ្នឹងវាជារឿងរបស់សត្វលោករៀងខ្លួនទេប៉ុន្តែអ្វីដែលកើតពីបច្ច័យគឺដែលជាសច្ចៈដ៏ប្រសើរពិសេសណាពីវិញ្ញាណបានទៅដឹងហើយគឺមានសេចក្តីសុខហ្នឹងហើយតែមិនដូចចិត្តណាមែនតែអ្វីដែលកើតឡើងហ្នឹងគឺប្រកបជាសច្ចៈប្រកបច្បាស់ឡើងទៅធ្វើឲ្យសុខចិត្តទេសុខចិត្តជាមួយនឹងអ្វីដែលមានបច្ច័យកើតឡើងហ្នឹងមិនថារឿងអីជារឿងអីទេទោះជាយើងនិយាយក្នុងរឿងក៏ដោយមិនគួរអញ្ចេះមិនគួរអញ្ចោះនាំឲ្យមួម៉ៅដៅហើយក៏ប៉ុន្តែដែលជារឿងនោះវាត្រូវទាក់ទងនឹងបរមត្តហ្នឹងឯងដូចជាថារឿងទៅតាមអកប្បកិរិយាអ្នកដទៃរឿងទៅតាមពាក្យសម្ដីអ្នកដទៃអាហ្នឹងតែយើងដឹងរឿងអ្នកដទៃយ៉ាងម៉េចវាតើទាក់ទងនឹងឃើញរូបវាតើទាក់ទងនឹងឮសំឡេងរួចទៅបានវាដឹងរឿងហ្នឹងណាអាការដែលមានរូបប្រកបឡើងសំឡេងប្រកបឡើងហ្នឹងហ្នឹងឯងតាមរយៈអ្នកដទៃគឺថាអ្នកដទៃដើរយ៉ាងម៉េចឈួតម៉េចអង្គុយយ៉ាងម៉េចវាតើមានចិត្តជាសមុទ្ឋានអ្នកដទៃនិយាយយ៉ាងម៉េចវាតើមានចិត្តជាសមុទ្ឋានហើយនេះខ្លួនយើងនេះដែលឃើញដែលឮនេះគឺជាវិបាករបស់កម្មសុទ្ធតែត្រឹមត្រូវតាមបច្ច័យទាំងអស់វាអត់មានរឿងអីដែលចូលមកដល់ជីវិតយើងមិនមែនជាការពិតទេដល់ទៅការដែលពុទ្ធបរិស័ទយើងអប់រំដឹងបរមត្តធម៌ក្នុងខ្លួននេះបច្ចក្ខវិបស្សនាអញ្ចឹងទៅវាមានញាណដឹងក្នុងអ្នកដទៃហ្នឹងក៏អត់មានអត្តាដែរអត់មាននរណាអ្នកធ្វើអញ្ចឹងនិយាយអញ្ចឹងសម្រាប់ឲ្យយើងតោះចិត្តទេហើយអ្វីគ្រប់យ៉ាងទាំងក្នុងខ្លួនយើងទាំងក្នុងអ្នកដទៃទាំងក្នុងធម្មជាតិមេឃដីគឺសត្វតែជាការពិតដល់តែអញ្ចឹងរឿយទៅគឺវាព្រមវាសុខចិត្តហ្នឹងឯងហើយតែដឹងថាអ្វីទាំងអស់នេះគឺជាការពិតវាត្រូវតែយ៉ាងហ្នឹងអញ្ចឹងគឺធ្វើឲ្យសុខចិត្ត
នេះជាសេចក្តីសុខដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងណាដែលយើងពោលជាបញ្ញត្តិទៅនៅក្នុងការអប់រំចម្រើនរបស់យើងពេលវេលាមិនមែនយើងដូចថាទន្ទឹងរង់ចាំសេចក្តីសុខពីអ្នកដទៃធ្វើអីត្រូវចិត្តនិយាយអីត្រូវចិត្តយើងបានសុខអញ្ចឹងទេយើងរង់ចាំអញ្ចឹងគឺវាអត់មានទីពឹងអីខ្លួនឯងទេចេះតែតោះចិត្តរឿយទៅហើយព្រោះអ្នកណាដែលទៅធ្វើអីឲ្យយើងត្រូវចិត្តនិយាយអីយើងត្រូវចិត្តគ្រប់រឿងមកទោះជាអ្នកស្រឡាញ់យើង10នាក់ក៏មានអ្នកដទៃទៀតមិនស្រឡាញ់នឹងឯងមិនមែនចិត្តទៅធ្វើអីនិយាយអីតម្រូវតាមចិត្តយើងទេណាមួយចំណង់របស់យើងដែលចង់បានអ្វីៗឲ្យជាទីពេញចិត្តហ្នឹងមិនចេះល្មមទៅទៀតដល់ហើយរឿងអីដែលមិនតោះចិត្តកិច្ចវារួចទេអញ្ចឹងគឺយើងអត់បានអប់រំចម្រើននៅសេចក្តីសុខស្ងប់ឲ្យជាទីពឹងខ្លួនឯងរហូតឲ្យទៅដល់ទីបំផុតដែលទីពឹងនឹងនោះទេសង្ឃឹមអីអញ្ចឹងអាហ្នឹងគឺជារឿងតេលតោលក្នុងវដ្តសង្សារហើយណាតើតែឲ្យមានបញ្ញាបានសេចក្តីសុខដោយបញ្ញាខ្លួនឯងជាមួយគ្នានឹងអារម្មណ៍ដែលចូលមកដល់ជីវិតនេះអារម្មណ៍អីគឺថាមិនជ្រើសរើសតតែអារម្មណ៍ទេបានយើងសុខបានយើងពេញចិត្តមិនយកសុខមិនយកពេញចិត្តជាមួយនឹងអារម្មណ៍តាមសភាពនៃអារម្មណ៍ជាទីស្រឡាញ់ជាទីពេញចិត្តអីចឹងទេគឺថាយកសេចក្តីសុខអំពីបញ្ញាដែលដឹងការពិតហ្នឹងឯងទោះជាអារម្មណ៍អីចូលមកក៏មានបញ្ញាដឹងការពិតអាហ្នឹងដែលសំខាន់សម្រាប់ការអប់រំចម្រើននៃពុទ្ធបរិស័ទយើងហ្នឹងគឺពឹងខ្លួនឯងបានដោយការអប់រំសេចក្តីសុខជាខាងក្នុងខ្លួនឯងហ្នឹងអត់ចាំបាច់តតែអារម្មណ៍ជាទីពេញចិត្តជាទីត្រេកអរចម្រើនទៅដោយឆន្ទរាគៈនោះគឺអត់យកទេអញ្ចឹងឆន្ទរាគៈនោះវាត្រូវលះត្រូវកាត់ផ្ដាច់បានដោយអំណាចនៃបញ្ញាញាណហ្នឹងឯងចឹងមានទៅយកការពេញចិត្តជាមួយនឹងរបស់ខាងក្រៅអីបើសុខចិត្តជាមួយនឹងសច្ចធម៌បានដឹងថាអ្វីសុទ្ធតែត្រឹមត្រូវតាមហេតុតាមបច្ច័យទាំងអស់គ្រប់រឿងចឹងរស់នៅជាសុខចឹងទៅរហូតដល់ទៅមានញាណដឹងថារឿងអីក្នុងជីវិតហ្នឹងវាមិនមែនយើងអ្នកធ្វើចឹងហ្នឹងហើយដល់អញ្ចឹងទៅវាលះមិនទៅស្មងអកុសលអីទៅតាមហ្នឹងដោយអំណាចនៃបញ្ញាដែលបានដឹងហ្នឹងលះសេចក្តីប្រកាន់ដែលថាត្រូវការអ្វីៗក្នុងលោកដូចជារឿងលៀបរឿងកិត្តិយសគេឈ្មោះអីផ្សេងអីដល់ទៅមិនចម្ពាក់តាក់ទិនទៅមកមូលនៅក្នុងការអប់រំចិត្តដែលស្ងប់ប្រសើរនឹងអញ្ចឹងទៅម្ល៉េះហើយវាប្រសិទ្ធៈនៅលោភៈបច្ចៈទិដ្ឋិហ្នឹងអាកំណាញ់អាមយាលៈពុទ្ធអីក៏អត់មានទៅតាមហ្នឹងការលះបង់ហ្នឹងដោយអំណាចនៃបញ្ញាដែលដឹងនៅបរមត្តធម៌តាមសេចក្តីពិតហ្នឹងឯងគណៈឲ្យបានមករឿងរ៉ាវ3ទាំងអស់មាន10រឿងចឹងក្នុងមគ្គវគ្គហ្នឹងចឹងទី3ហ្នឹងគឺធានិកម្មកៈថេរៈហ្នឹងមានភិក្ខុដែលលោកប្រឹងប្រែងជាយាមទៅហើយក៏មានភិក្ខុខ្ជិលមួយអង្គដែរចឹងគណៈក្នុងមគ្គវគ្គខ្ញុំណាថាអីមិញណាហ្នឹងមគ្គវគ្គចឹងហ្នឹងមាន10រឿងក៏ណាហ្នឹងឯងមគ្គវគ្គទី18ហ្នឹងហើយធម្មត្តវគ្គទី19មគ្គវគ្គនេះទី20ក៏ណាហ្នឹងឯងអរគុណទៅហើយរឿងទី3នេះភិក្ខុដែលលោកបានសម្រាប់ព្រះអរហន្តហ្នឹងមុនមកដើម្បីទូលព្រះរាមាភិក្ខុនៅវត្តចេតពុនហ្នឹងហើយមានការនិមន្តរតនាទៅឆាន់អីក្នុងថ្ងៃស្អែកដោយក្តីជ្រះថ្លាប៉ុន្តែអត់បានទៅដោយសារថាពេលប្រឡប់យកគាត់ព្រះរាមាភិក្ខុទៅព្រះអង្គក៏សម្ដែងសំណាលរាក់ទាក់ដោយធម្មបដិសន្ធារៈនឹងពួកកូនព្រះអង្គដែលបានធម្មមានធម្មបរិបត្តិសម្រាប់ព្រះរហ័តចឹងទៅហើយមានភិក្ខុមួយអង្គហ្នឹងដែលមកបួសអីជាមួយគ្នានឹងភិក្ខុប្រហែល30អង្គហ្នឹងលោកអត់បានទៅពេញជាយាមអីចឹងទៅលោកនៅក្នុងវត្តហ្នឹងអីក៏បានដឹងថាមិត្តភក្តិអីមកបួសមួយគ្នាមុនមកវិញអីចឹងទៅព្រះរាមាភិក្ខុម្នេះសំណាលរាក់ចឹងទៅនឹកឃើញខ្លួនឯងព្រះអង្គមិនដែលរាក់ទាក់អីចឹងជាមួយអីចឹងវាចង់ដើម្បីឲ្យព្រះរាមាភិក្ខុបានរាក់ទាក់បានហៅរកអីចឹងដល់ចឹងទៅថាមកពីអីថាអូមកពីលោកបានសម្រេចដល់ព្រះរហ័តអីចឹងយប់ហ្នឹងអញខំប្រឹងឲ្យណានៃហ្នឹងហើយដល់ទៅនៅក្នុងវិស័យថយជួននោះចេះតែប្រឹងទៅតាមចំណង់ដែលចង់បាននោះចឹងទៅហើយក៏ដើរជក្រមមួយត្រេតត្រោតដួលទៅរបួសជងឈើអីភ្នែកនឹងអីហ្នឹងចឹងទៅស្រែកទៅចឹងទៅរវល់តែលោកហ្នឹងស្អែកឡើងអត់បានមុនទៅទទួលចង្ហាន់អីហ្នឹងចឹងទៅវាមានប្រវត្តិរឿងហើមកហ្នឹងចឹងដែរហ្នឹងឯងដែលព្រះបរមពុរិស័ទព្រះអង្គជាគ្រូអាចារ្យអ្នកទាំងអស់ហ្នឹងជាសិស្សហ្នឹងហើយភិក្ខុមួយអង្គហ្នឹងធ្លាប់ខ្ជិលចឹងហ្នឹងឯងទៅឃើញដើមថ្នាំដែលរុះស្លឹកអស់ចឹងទៅថាអូដើមឈើងាប់អីចឹងតែកាត់ទៅមកព្រុសមកបានងុយដេកសិនណាលក់ទៅឲ្យដល់គេរស់អស់បានអស់ចឹងទៅរស់ម្នាក់ហ្នឹងដើម្បីត្រឡប់មកកន្លែងវិញចឹងទៅរស់ឃើញក៏ដេកលក់អីចឹងទៅកាន់បានអស់ផងដេកជ្រុលខំឡើងទៅដល់ទៅមានអីដើមឈើមេឃរស់សោះហ្នឹងទាញចុះទាញឡើងទៅវត្តត្រូវភ្នែកចឹងទៅរបួសស្រែកទៅអត់មានអីបានមកគេទេហើយស្អែកឡើងដែលគេអញ្ជើញពួកព្រាហ្មណ៍ទៅទទួលអាហារអីហ្នឹងក៏មិនបានទៅអញ្ចឹងវាមានប្រវត្តិរឿងរ៉ាវស្តៀងគ្នាអញ្ចឹងរបៀបអញ្ចឹងហ្នឹងឯងអញ្ចឹងបានព្រះអង្គទ្រង់សម្ដែងពីរឿងឋានកាលមហេអនុដ្ឋហាណោហ្នឹងឯងគឺ
ការពេលវេលាឧទ្ឋានៈហ្នឹងគឺដែលសំគួរនឹងប្ររពក្តីជាយាមអនុដ្ឋាហាណោបែរទៅជាអត់ប្រឹងប្រែងជាយាមអាយុវាពលីខ្លួនឯងនៅកំឡោះពេញកម្លាំងណាអាលក្ខយ៉ាងទៅតោវាទៅប្រកបដោយសេចក្តីខ្ជិលនឹងចឹងទៅនឹងឯងចឹងសង្សណៈសង្កបៈមនោកុសីតោវាមានអកុសលវិតកៈហ្នឹងវាលិចចុះទៅហ្នឹងឯងក្នុងអកុសលវិតកៈហ្នឹងតាមពីវាខ្ជិលដល់អញ្ចឹងទៅវាចម្រើនអកុសលវិតកៈអញ្ចឹងទៅលិចចុះទៅនៅក្នុងអកុសលវិតកៈមនោវិតកៈហ្នឹងគឺអកុសលចឹងសង្សណៈសង្កបៈមនោហ្នឹងឯងខ្ជិលហ្នឹងឯងឲ្យបានព្រះអង្គសម្ដែងអំពីមគ្គនេះចូលនៅក្នុងមគ្គវៈហ្នឹងតាមពីបញ្ញាមគ្គទាំងអលសោអ្នកវិនតតិហ្នឹងណាបញ្ញាយៈមគ្គទាំងណាហ្នឹងហើយអាហ្នឹងវាមាននៅក្នុងមគ្គហ្នឹងគឺថាអ្នកវិនតតិហ្នឹងគឺអត់បានប្រែមកថាអត់បានអ្នកវិនតតិហ្នឹងហើយនៅក្នុងហ្នឹងមានពាក្យខ្ជិលណាក៏ផ្សេងតោក៏ខ្ជិលហ្នឹងហើយអាលក្ខយ៉ាងហ្នឹងក៏ខ្ជិលណាអលក្ខសោនេះក៏ខ្ជិលហ្នឹងតែពាក្យថាខ្ជិលទាំងអស់ហ្នឹងឯងចឹងអញ្ចឹងគឺក្នុងពគាថាព្រះអង្គសម្ដែងប៉ុណ្្នឹងទេចឹងប៉ុណ្ណាឧទ្ឋានអ្នកកាលមហេអនុដ្ឋអនុដ្ឋាណោណាមាន11ឧទ្ឋានអ្នកកាលមហេ6អនុដ្ឋាណោហ្នឹងឯងក្នុងកាលដែលពីរោះពាក្យហ្នឹងក្នុងកាលដែលត្រូវប្រកបដោយជាយាមបែរទៅជាខ្ជិលណាហ្នឹងឯងឧទ្ឋានអ្នកកាលមហេអនុដ្ឋាណោយុវាពលីអាលក្ខយ៉ាងឧបេតោសង្សណៈសង្កបៈមនោកុសីតោបញ្ញាយមគ្គអលសោអ្នកវិនតតិហ្នឹងហើយគឺវាមានការខ្ជិលហ្នឹងត្រូវលិចចុះទៅនៅក្នុងអកុសលវិតកៈអញ្ចឹងគឺបុគ្គលដែលខ្ជិលអលសោហ្នឹងគឺបញ្ញាយមគ្គអ្នកវិនតតិមិនបាននៅមគ្គបញ្ញាណាមិនបាននៅបញ្ញាដែលជាផ្លូវបញ្ញានេះជាផ្លូវដោយតែព្រះអង្គទ្រង់សម្ដែង3គាថាខាងដើមហ្នឹងគឺយតិបញ្ញាយបស្សតិហ្នឹងហ្នឹងឯងអដ្ឋមគ្គវិសុទ្ធិយាហ្នឹងគឺជាផ្លូវនៃសេចក្តីបរិសុទ្ធនឹងឯងអញ្ចឹងអត់បានទេតែណាបើខ្ជិលអត់បានទេអញ្ចឹងយើងកុំខ្ជិលគេថាកុំខ្ជិលក្នុងកិច្ចការងារជាកុសលពុទ្ធបរិស័ទបងប្អូនកូនចៅកុំឲ្យវាចេញពាក្យមកឬក៏សំបីតែនៅក្នុងចិត្តហ្នឹងក៏បំផ្លាញវាចេញដែរត្រង់ដែលថាពិបាកឲ្យតែកុសលតែធัวតែប្រឹងប្រែងជាយាមធ្វើរឿយឲ្យសុបាយរីករាយមានកម្លាំងចិត្តទៅតែមុនដំបូងលំបាកនេះប៉ុន្តែដោយអំណាចនៃកុសលឆន្ទៈហ្នឹងគឺថាទានក៏ចេះសិលក៏រក្សាបានឧបោសថសិលអីចាំទៅទៀតឬក៏ថាចូលកម្មធ្នោះបុស្សជាបព្វជិតទៅកុំថាអូយលំបាកវិន័យអីអញ្ចឹងកុំជាមួយគ្នានឹងកុសលធម៌កុំឲ្យរួញរាជន់ប៉ុណ្ណាហ្នឹងឯងឲ្យតែកុសលធម៌ហ្នឹងឯងគឺកុសលឆន្ទៈប្រព្រឹត្តទៅព្រះអង្គទ្រង់សម្ដែងមកហ្នឹងថាដើម្បីប្រឆាំងជាមួយនឹងកិលេសហ្នឹងវាពិបាកអីប៉ុន្តែឲ្យយើងដឹងថាកិច្ចការងារដើម្បីប្រឆាំងជាមួយនឹងកិលេសវាជារឿងកិលេសរបស់យើងទេហ្នឹងឯងកិលេសហ្នឹងដែលធ្វើឲ្យយើងលំបាកអីទាំងអស់ហ្នឹងប៉ុន្តែដល់យើងដឹងថាកិលេសទៅត្រូវកម្ចាត់បងដោយកុសលធម៌ហ្នឹងអញ្ចឹងទៅអញ្ចឹងយើងមិនប្រកាសចុះចាញ់កិលេសហ្នឹងដោយថាលំបាកឬក៏ដោយថាខ្ជិលឬក៏ថាធុញអីចឹងទៅនោះទេប៉ុន្តែជាមួយគ្នានឹងកុសលធម៌គឺថារីករាយទៅដោយអំណាចនៃឧបនិស្ស័យដែលសំមកជាមួយគ្នាហ្នឹងគឺថាប្រឹងប្រែងដោយអំណាចនៃកុសលធម៌ហ្នឹងចឹងបានចម្រើនធំទលំទលាយទៅតាមហ្នឹងប៉ុន្តែហើយរឿងរ៉ាវទី4នោះរឿងសូអប្រែតប៉ុន្តែហ្នឹងគឺរឿងវែងឆ្ងាយដែលព្រោះហេតុតែប្រកម្មបញ្ញខੰថាជាអញហ្នឹងហើយចឹងទៅវាប្រព្រឹត្តនៅការញុះញង់បំបែកប្រធេរៈអនុធេរៈហើយបែកសាសនានៃព្រះសម្មាសម្ពុទ្ធកាសបៈទសពលចឹងហ្នឹងហើយបែកចេញពីវត្តមុនទៅរៀងខ្លួនទៅហើយលោកក៏នៅគ្រប់គ្រងនៅក្នុងវត្តហ្នឹងចឹងទៅបាន100ឆ្នាំចឹងគ្រប់គ្រងហ្នឹងលោកជាធម្មកថាក៏ណាទូទ្រង់នៅព្រះបរិយត្តិធัวសម្ដែងធัวអីចឹងទៅប៉ុន្តែកិលេសនៅមានណាហ្នឹងហើយលោកជាអកន្តកៈគឺមុនមកប៉ុន្តែនៅទៅសម្ដែងធัวអីទៅបានបរិស័ទបានអីចឹងទៅលោកចាំងគ្រប់គ្រងហើយចឹងទៅក៏បង្កើតរឿងញុះញង់បំបែកប្រធេរៈនិងអនុធេរៈហ្នឹងប្រធេរៈលោកអ្នកគ្រប់គ្រងហ្នឹងប៉ុន្តែលោកស្រឡាញ់គ្នានឹងអនុធេរៈនឹកណាមិត្តចម្លាញ់ហ្នឹងដល់តែលោកបែកចឹងទៅលោកអត់នៅទាំងពីរអង្គទៅហ្នឹងហើយមុនចេញទៅរហូត100ឆ្នាំបានមកជួបគ្នាក្នុងសមាគមសង្ឃឧបនិស្ស័យធ្លាប់ស្រឡាញ់គ្នាមិនដែលថាមានទោសតោះអីទេគឺថាស្រឡាញ់ស្មោះទៅវិញទៅមកដឹងគ្នាតែស្មោះអញ្ចឹងមែនទេណាហ្នឹងហើយដល់
ពេលមានការញុះញង់ទៅវាខឹងមកឆៅទៅវិញទៅមកទៅបែកគ្នាដល់តែកំហឹងហ្នឹងវា100ឆ្នាំវាបាត់អស់ទៅដល់ពេលមកជួបគ្នាវានៅនឹកគ្នាអនុស្សាវរីយ៍វាច្រើនជាងអារឿងដែលនាំឲ្យបែកទៅឃើញយំហ្មងណាព្រះថេរៈលោកយំអនុថេរៈលោកត្រាំបានដែរហ្នឹងឯងហូរទឹកភ្នែករួចទៅក៏ចូលទៅរកសាកសួរហ្នឹងឯងកាលមុនអត់បានសាកសួរឲ្យច្បាស់លាស់អីទៅពលខឹងហ្នឹងឯងដល់អញ្ចឹងទៅបានដឹងរឿងថាអត់មានបានធ្វើអញ្ចឹងអីទេចឹងទៅបានដឹងថាអូវិខជាធម្មកថាហ្នឹងលោកចូលមកហ្នឹងលោកបំបែកហ្នឹងឯងនឹងរឿងរ៉ាវហ្នឹងទាំងបានលោកមុនទៅវត្តលោកហ្នឹងដើម្បីដោះស្រាយរឿងហ្នឹងកុំឲ្យអង្គដែលលោកអ្នកបំបែកហ្នឹងលោកដូចថាធ្វើសភាពដែលមិនល្អមិនត្រឹមត្រូវហ្នឹងនៅក្នុងអំណាចកិលេសហើយណាមួយរឿងរ៉ាវដែលលោកចៅប្រកាន់ព្រះថេរៈអនុថេរៈអីហ្នឹងប្រកាសប្រាប់ញាតិញោមអីរឿងមិនល្អអីទាំងអស់ហ្នឹងចឹងទៅលោកក៏មុនត្រឡប់ទៅដើម្បីបានជួយញាតិញោមអីទាំងអស់ហ្នឹងកុំឲ្យមានការយល់ច្រឡំយល់ខុសមកលើវិខដែលមានសិលស្អាតបរិសុទ្ធហ្នឹងណាតែទៅតាមវិខធម្មកថាហ្នឹងវាចេះតែតាមទៅវាបាបញាតិញោមហ្នឹងណាហ្នឹងឯងអារឿងបាបហ្នឹងវាចិត្តរៀងខ្លួនដែរប៉ុន្តែវាមានបច្ច័យឧបនិស្ស័យមកពីអីមកពីស្ដាប់អ្នកដតីជឿតាមអ្នកដតីហ្នឹងហើយស្ដាប់អ្នកដតីជឿតាមអ្នកដតីអញ្ចឹងមែនប៉ុន្តែដល់ទៅពេលវាបាបក្នុងចិត្តខ្លួនឯងហ្នឹងឯងដូចជាបងនិតគិតលើបញ្ហាបង្មិញដែលអ្នកក្រោតមុនហើយអ្នកក្រោតក្រោយហ្នឹងបាបខ្លាំងជាងអាក្រក់ខ្លាំងជាងហ្នឹងមកពីដឹងតែអ្នកមុនដែលគេខឹងគេក្រោតហ្នឹងវាអាក្រក់ហើយវាមិនល្អហើយហ្នឹងឯងប៉ុន្តែកម្រិតនៃការដឹងរបស់យើងហ្នឹងគ្រាន់តែដឹងអញ្ចឹងទៅវាអត់ឈ្នះកិលេសហ្នឹងវាខ្លាំងហ្នឹងឯងដល់កិលេសហ្នឹងវាខ្លាំងវាត្រូវបន្ទុះទៅវិញហ្នឹងឯងអញ្ចឹងកិលេសនៃការខឹងក្រោតហ្នឹងវាមានកម្រិតខ្លាំងអញ្ចឹងដើម្បីតែដឹងថាគេខឹងហ្នឹងមិនល្អហើយនៅតែមិនអប់រំខ្លួនឯងថាខឹងហ្នឹងវាមិនល្អទេមិនអាចនឹងទូមានបដៅខ្លួនឯងបានហ្នឹងគឺសភាពនៃកិលេសហ្នឹងវាខ្លាំងណាហ្នឹងឯងអញ្ចឹងវាខ្លាំងដោយសារតែថាមានគំរូអញ្ចឹងហើយអត់អាចអប់រំអត់អាចគ្រប់សង្កត់ខ្លួនឯងអត់យកមកបដៅខ្លួនឯងអាហ្នឹងកិលេសហ្នឹងវាខ្លាំងអញ្ចឹងហ្នឹងឯងដូច្នេះវាបាបខ្លួនឯងក្នុងចិត្តខ្លួនឯងអញ្ចឹងដោយនៅក្នុងមេរៈបច្ចនិយសោតរឿងទូសីមេហ្នឹងទៅធ្វើជាភិក្ខុនឹងប្រព្រឹត្តនៅរឿងឆ្កំឆ្គងអីផ្សេងទៅចាប់ត្រីទៅឆាន់ស្រាអីឬក៏នៅជាមួយមេត្តក្រៀមអីក្នុងទីស្ងាត់កំបាំងអីហ្នឹងគឺនិមិត្តរូបសាងឡើងអញ្ចឹងប៉ុន្តែដល់ទៅអ្នកស្រុកអ្នកភូមិឃើញជួបភិក្ខុដែលមានសិលបន្ទុះពោលពាក្យបរោសវាចានឹងមិនទំនុកម្រងបច្ច័យ4អីចឹងទៅអានោះវាបាបនៅក្នុងអ្នកស្រុកហ្នឹងបាបហ្នឹងឲ្យធ្លាក់នរកបានដោយសារពុះជាមួយអ្នកមានសិលហ្នឹងឯងអាហ្នឹងរឿងវាមកពីក្រៅមែនប៉ុន្តែដល់ទៅបាបវាបាបខ្លួនឯងដោយសារខ្លួនឯងហ្នឹងវាអត់ដឹងតាពិតវារងងហ្នឹងឯងវាចម្រើនបាបហ្នឹងវាខ្លាំងហើយហ្នឹងឯងដល់នៃសេចក្តីរងងរបស់ខ្លួនហ្នឹងឯងរឿងនេះដែលប្រធេរៈលោកមុនទៅហ្នឹងគឺដើម្បីទៅសង្គ្រោះញោមជួយញោមហ្នឹងណាហ្នឹងឯងកុំឲ្យទៅតាមពាក្យបឋមកថាហ្នឹងហើយមកបន្ទុះជាមួយនឹងបព្វជិតអ្នកមានសិលល្អនេះហ្នឹងឯងទៅជួយឲ្យញាតិញោមហ្នឹងបានដឹងរឿងហ្នឹងចឹងទៅមកសូមប្រមាទោសអីចឹងតាមសំគួរទៅដែលខ្ញុំមិនណាបានតែលោកម្ចាស់ហ្នឹងថាឆ្លោះគ្នាតោះគ្នាអីវាខុសចេះអីតាមការញុះញង់របស់អ្នកដទៃហ្នឹងហ្នឹងហើយពិខុធម្មរថឹកហ្នឹងប្រព្រឹត្តនៅក្នុងប្រភ្នោះហ្នឹងរហូតគឺអាយុមនុស្ស 20000 ឆ្នាំហ្នឹងមានបានរឿងសាររឿងគុណធម៌ប៉ុនអីដោយឡែកណាហ្នឹងហើយប៉ុន្តែក្នុងទីនេះនិយាយមកផ្នែកទៅពីរឿងបាបមិនមែនថាលោកអត់មានប៉ុនអីសោះទៅទេតែនិយាយពីរឿងបាបហ្នឹងធ្លាក់នរកអស់មកចន្លោះពុទ្ធនឹងទៅហើយដល់ទៅព្រះមហាមុគលានលោកឃើញជាជ្រូកទៀតសូកដៈប្រែតហ្នឹងរូបរាងធំហើយដុសកតុយចេញពីមាត់មានដង្កូវមានអីហ្នឹងរឿងរ៉ាវហ្នឹងបានព្រះអង្គទ្រង់ធានាជ្រូកហ្នឹងសូកដៈប្រែតហ្នឹងវាមានចឹងមែនដោយសារមាត់ហ្នឹងញុកញងចឹងទៅដុសកតុយចេញពីមាត់មានដង្កូវមានអីហ្នឹងហើយបានព្រះអង្គសម្ដែងរឿងរ៉ាវហ្នឹងឯងដោយសង្ខេបបាញ់មិញហ្នឹងហើយក៏ព្រះអង្គទ្រង់រំលឹកដាស់តឿនភិក្ខុទាំងឡាយហ្នឹងឲ្យសម្រួមកាយវិចារចិត្តហ្នឹងប៉ុណ្ណាវាចានុរក្ខីមនសាសុសង្វតោទាំងវាចានុរក្ខីហ្នឹងគឺការដែលប្រព្រឹត្តក្នុងការថែរក្សាវាចានឹងឯងតែមនសាសុសង្វតោហ្នឹងគឺ
nằm cả sừng rum đòi lõ phơi chặt nằng ai nằng việc cha nội rẻ thấy mình là sao sang một táo cả về là chắc cặp sẽ lắng nè cả gì ra từ mình phơi nơi ai của sao ai của sẽ lắng nè cả gì ra nó mình phơi nơi ai xóa đòi cài nó cả về nè cha của sẽ lắng nè cả gì ra năng tề tại giao càng mà thêm sao thế ra thì dễ mẹ cầm mỹ sẽ về thì tăng cái nào năng cứ tề tại giao đó năng ai càng mà thêm thì sao thì dễ làคือông trung lực đạt tưởng thà ai miền chỉ càng một bọt nắng càng mà thêm nắng ai ban bò thì sọt năng ai rồi xây làm vì sao thì dễ giống đó sẽ bò thì sọt năng càng mà thêm vì sao thì dễ rồi tới ra thì dễ nắng cứ trade o ra thì dễ nó trade o mẹ cầm mỹ sẽ về thì tăng để năng mẹ kén hay năngไอ้เสะนั่นแสดงเราประเวติตังนั้นสำได้แบบไอ้เสะนี่คือพระสมมาสัมพุทธเจ้าหน้านั่งแบบทานเนี่ยแสดงโรคในก้นนะไอ้เสะนั่งบานประกาศสำได้หนึ่งแม่นั่นแหละจังคือถ้าพระองค์สำได้ที่กรรมต่างใบนั้นเอเตตะยาวนั้นบานสะอาดบริสุทธิ์ให้เตยอ้อหนึ่งแม่เลยนะเตยอ้อหนึ่งดำนาเพลย์ได้เนี่ยแสดงโรคในก้นนั้นบานประกาศสำได้นั่นไงแม่ก็มีเซตประเวติตังนั้นยังกัดบาตามนั่นตัวนะแม่แกงไอ้นั่งเอเสะนั่งไงจังtớiจะแม่ก็มีtớiนั่งไงเอเสะนั่งเอนั่งไงเอเสะนั่งเอเสะนะฉันอ่านมาซาเอนั่นนะแม่แกงไอ้นั่งเอเสะนั่งนั่งไงเอเสะนั่งนะจะtới bàn tới chia mẹก็มีนั่งนั่งไงอะไรนั่งจังไงคนจ่าการเทศนี่ยำนาตรันแต่เอาเหยียดโยมbàn đằng từ lại nâng thà prai thà mây nữa nè ngày nhầm ná có mình bàn chơi từ nông ca sắc xa bây giờ còn nó nghe rằngแต่mơ bờ tiền crom ai chẳng tới hay có đằng thảo từ lại nâng để lục prai chứ mà thì cái đây nó liền chẳng chẳng ai chẳng thấy cái lại khác của rùm khơi ai chẳng tới đa nè ngày rồi thà cả sắc xa tiền sốt nâng cái miền của sao lại chăn tệ tạm nâng ngày bàn đằng thàอาราติเยแม่ก็มีเซตประเวติตังนะประเวติตังนั่นคือประกาศสำแดงเนี่ยสบายโรคในก้นนั้นประกาศสำแดงนะนั่นไงโดยในขนมกลายนั้นก็มีอันอะไรเส้นที่นั้นตั้งแต่ขนมสิ่งใดจังใดแต่ไม่ท่าสัมเตะแม่ก็มีแวะปลุกเยอะในเปลี่ยนนั้นสกัดเตนนั่นเตใส่ตังปลุกเยอะนั้นก็ไปจำราญในเพลย์ในสันเดเพียบนั่นไงสันเตะแม่แกะเมย์แวะนั่นไงแม่แกะไอ้นั่งเอแวะนั่งไงไอ้ปลุกเยอะนั้นคือถ้าก็ไปจำราญนั่นไงเอาชนะเต้ในขนมเพลย์สันเดเพียบนั่นไงเอแวะนั่นคือถ้าเอาบานประกอบไปเชี่ยนั่นไงเอาประกอบเชี่ยเมียนประเดี๋ยวประเดี๋ยวเอาไปรุ่งจำราญเต้ขนมเพลย์สันเดเพียบนั้นให้เพลย์สันเดเพียบนั้นสันเดแม่แกงนั้นคือเจ็บเพลย์แต่การเปลี่ยนเปลี่ยนอันนี้ให้แต่เพลย์สันเดเพียบนั้นคือเพลย์แต่เปลี่ยนเปลี่ยนให้เปลี่ยนเปลี่ยนไอ้เนี่ยเปลี่ยนยังสกัดเตนเนี่ยเตะเสียตังนั้นได้ประองตรงเองมันต่อแต่เตี้ยเรื่องโทนซาเปรสไรบดนั่นนะก็น่าหลักเกี่ยวทางเรานั่งเรียนแต่กระไดนั่งนั่งไงนี่คือรูปเมาส์ใครตอนกระทาแม่ก็มีเซตประเวติตังนั่งก็น่านั่งไงต่อยประองประการแดงเอาเวชาโนรักใครมาเนี่ยซาสร้างหัวเท้ากายเย็นจ่าโตสลังเนี่ยกยีราเตตะยาวกรรมประเทศวิสาวเทเยอาราติเยแม่ก็มีเสพเวติตังนั้นคือยังเมื่อtới còn đòi ở đại sa về cha người rùm đòi lọ đòi chất mình phơi nơi bạc sa đòi cài chẳngคือถ้าphơi nơi cam một bọt chẳng bay cài cha chất nên ấy ở bọt sọt hết trệt ó nơi nóng đầm nào phơi tới đây mẹ nó phơi nè để sai ngược nơi côn nó miền Presma Samput giờ đó nó tôi chỉ ông đây sầm tay máu và sầm tay tam Phật ông đang ai rồi cả sầm tay ngay bảo tới đầm tới phơi sầm để thiệt phơi đầm bay rùi phật chặt tốc trong buông đang ai cái nào năng cái rừng rải tì buôn nào tì pram cái tàu trở lại thì khẩu năng bàn bằng hạt bằng riêng sờ tràn bàn đại bảo cho trường hai tàu trở lại nó tạch chạ tàu trở lại bằng pi tê rồi prascha nơi côn ở thúa nó chẳng tới đâu có phần trái tới bàn chùa rồi cha sa mà nê phải chuyên công ty nam chỉ phải là hòn năng chẳng tới lục đã cho miền đây ai sắp rút rừng rải dân lập đặt hết để cái này đồng lực từ kia tha năng ngày rừng rải nó có lực tinh tích tầm bay ai bán màuตะตู้จะมวยนังปะเกียร์ท่าโปรปะเกียร์ท่านั่งไตรเตียตัวนังสักเรื่องเดิมก็น่ะจำtớiไอ้ดาวจังเปรียจาก็บานสำได้ที่ดำโบกเมียนรวนประมวยนั่งดำโบกสักลำซองจังดำไป
អត់ទាំងសងហ្នឹងត្រូវបិទរួន5ទៅជីចម្លេរួន1ទៅចាប់បានហើយមិនដែរតែប៉ុណ្ណឹងទេលោកយល់ដោយការសម្រួមនៃជាចំនួនដែរកាយហ្នឹងឲ្យប្រតិបត្តិទៅដោយសមថវិបស្សនារិយមេអង្គ8ប្រការហ្នឹងដោយមโนទ្វានឹងឯងទៅដោយការសម្រួមទ្វាទាំង5ហ្នឹងទាំងរូបហ្នឹងគឺតាំងពីអន្តរសង្វរៈរហូតមកដល់សតិប្បដ្ឋានហ្នឹងកាលណាបើផ្លូវជាចំនួនដែរកាយហ្នឹងត្រឹមតែជាបរមត្តធัวហើយវាអត់មានមនុស្សអីនឹងរូបអារម្មណ៍ហ្នឹងទេសត្វវត្ថុអីទាំងអស់ហ្នឹងសម្លេងក្លិនរសផតពៈហ្នឹងវាអត់មានមនុស្សសត្វអីទេជាលោកពុនជាលោកក្នុងអរិយវិន័យហ្នឹងឯងលោកៈបែកធ្លាយអញ្ចឹងវាប្រកបជារូបារម្មណ៍ហ្នឹងឯងជីវិតរស់នៅក្នុងលោកនៃរូបារម្មណ៍ហ្នឹងគឺអត់មានមនុស្សសត្វបុគ្គលណាម្នាក់ក្នុងរូបហ្នឹងហើយអ្នកដែលរស់នៅហ្នឹងគ្រាន់តែពោលបញ្ញត្តិយើងហ្នឹងដែលតេតួងទៅនឹងចក្ខុទ្វារវិធ័យដែលមានរូបជាអារម្មណ៍ហ្នឹងវាមានអត្តាឯណាសត្វវិធ័យមានអត្តាឯណាដែលរស់នៅក្នុងសត្វទេរមហ្នឹងសត្វទេរមវាអត់មានមនុស្សសត្វអីទេគឺមើលក្នុងខណ្ឌទាំង5ហ្នឹងមានតែសម្លេងមួយមកប៉ះនឹងតិចរូប27ទៀតអត់មានទេចិត្តចេតសិកអត់មានទេវាបានជាមនុស្សជាសត្វអីអាហ្នឹងឯងដែលប្រកបច្បាស់នៅលោកថាសូន្យហ្នឹងក្លិនរសផតពៈដូចគ្នារលឹករឿយទៅបញ្ញាកើតឡើងបានដឹងលោកក្នុងអរិយវិន័យហ្នឹងដែលលោកៈប្រែថាបែកធ្លាយហ្នឹងហើយអញ្ចឹងទៅគឺវិបស្សនាហ្នឹងកំណត់បានហ្នឹងเป็นរូបធម៌នាមធម៌ដែលជាអ្នកអត្តាហ្នឹងអត់មានសត្វបុគ្គលអីក្នុងរូបសម្លេងក្នុងផតពៈធម្មរមហ្នឹងទេគឺមโนទ្វារវិធ័យចិត្តហ្នឹងឯងដែលដឹងរឿងហ្នឹងទោះជាដឹងរឿងប៉ុន្តែជាបរមត្តធម៌ដែលដឹងរឿងហ្នឹងអាការដឹងភាពដឹងហ្នឹងដឹងហើយក៏រលត់ទៅកន្លងទៅប៉ុណ្ណាហ្នឹងឯងអញ្ចឹងគឺកំណត់បានមโนទ្វារវិធ័យចិត្តដែលមានបញ្ញត្តិជាអារម្មណ៍ហ្នឹងដែលដឹងគ្រប់រឿងទាំងអស់ហ្នឹងអ្នកអត្តាហ្នឹងឯងអញ្ចឹងកម្រិតនៃវិបស្សនាហ្នឹងដែលឲ្យសម្រេចនៅលោកតរៈធัวហ្នឹងដោយអំណាចនៃសតិប្បដ្ឋានវិបស្សនាក្នុងមโนទ្វារហ្នឹងឯងដែលជាការចាប់សត្វទាំងសងបានហ្នឹងគឺបានសម្រេចលោកតរៈធัวបានពលត្រូវព្រះនិព្វានបានដាក់ចុះនៅបញ្ញខណ្ឌបានលះបង់រាគៈទសៈមោហៈឬក៏តណ្ហាមានលះទិដ្ឋិអីហ្នឹងដោយធัวបប្រតិបត្តិទៅក្នុងមโนទ្វារហ្នឹងគឺបានដូចថាជីនៅរុនទី6ហ្នឹងចាប់សត្វទាំងសងបានហ្នឹងគឺជាការសម្រេចនៃលោកតរៈធัวឬក៏ដូចជាការលះបង់នៅតណ្ហាមានលះទិដ្ឋិបានហ្នឹងពាក្យថាចាប់សត្វទាំងសងបានហ្នឹងគឺជាប្រយោជន៍សម្ដៅយកប្រយោជន៍ហ្នឹងយើងចង់និយាយពីការបានសម្រេចមគ្គផលព្រះនិព្វានក៏បានចង់និយាយពីការលះបង់តណ្ហាមានលះទិដ្ឋិគឺកំចាត់បង់នៅកិលេសវត្តដាក់ហ្នឹងមកវត្តដាក់ហ្នឹងអញ្ចឹងក៏បានគឺបរមត្តប្រយោជន៍ហ្នឹងឯងដោយការងារវិបស្សនាតែព្រឹកទៅក្នុងមโนទ្វារហ្នឹងឯងអញ្ចឹងលោកប្រតិបត្តិតាមហ្នឹងអញ្ចឹងទៅមិនតាន់បានសម្រេចទេមិនតាន់បានសម្រេចបានពេលតែមានភាពព្រះអង្គសម្ដែងពធ120យោជប៉ុណ្ណាទៅក្នុងពធាថាយោគាវេហ្នឹងឯងការប្រឹងប្រែងជាយាមណាហ្នឹងឯងជាយតិភូរិបញ្ញាដែលក្រាស់ដោយផែនដីហ្នឹងភូរិហ្នឹងជាយតិកើតមកអំពីយោគាហ្នឹងការប្រកបដោយជាយាមហ្នឹងយោគាវេជាយតិភូរិអយោគាភូរិសង្ខយោភូរិសង្ខយោហ្នឹងគឺថាវាវិន័យអស់សាបសូន្យគឺបានន័យថាវាអត់កាត់ឡើងនៅភូរិហ្នឹងទេបញ្ញាហ្នឹងទេដោយអយោគាដោយការមិនប្រកបជាយាមអញ្ចឹងណាអញ្ចឹងបានព្រះអង្គបញ្ជាក់ថាតាំងទ្វេធាបឋังយត្វាពវេយៈវិពវេយៈចៈនេះហ្នឹងឯងដែលគឺយត្វាហ្នឹងអ្នកប្រាជ្ញហ្នឹងឯងអ្នកដែលមានបញ្ញាបានដឹងយត្វាហ្នឹងដឹងតាំងទ្វេធានេះហ្នឹងឯងវាចំណែកទាំងពីរហ្នឹងគឺមួយប្រកបជាយាមនាំឲ្យចម្រើនបញ្ញាមួយទៀតមិនប្រកបជាយាមគឺធ្វើបញ្ញាហ្នឹងឲ្យសាបសូន្យហ្នឹងគឺថាតាំងទ្វេធាហើយបានដឹងបឋังផ្លូវហ្នឹងឯងបានដឹងពីផ្លូវហ្នឹងដែលចម្រើននិងមិនចម្រើនហ្នឹងពវេយៈវិពវេយៈចៈហ្នឹងឯងអញ្ចឹងកាលណាបានដឹងអញ្ចឹងហើយព្រះអង្គសម្ដែងកលះគាថាទៀតតថាតាណੰនិវេសយៈយថាភូរិប្រវត្តិតិហ្នឹងគឺព្រះអង្គបញ្ជាក់យថាភូរិប្រវត្តិតិភូរិបញ្ញាហ្នឹងប្រវត្តិតិហ្នឹងចម្រើនឡើងយ៉ាងណាអញ្ចឹងគឺថាតថាតាណੰនិវេសយៈហ្នឹងក៏បីតម្កល់ខ្លួនយ៉ាងនោះគឺតថាតាណੰហ្នឹងគឺតថានោះទទួលពយៈថាមកដែលព្រះអង្គតែងថាបញ្ញានោះចម្រើនយ៉ាងណាអញ្ចឹងតថាទទួលយ៉ាងនោះហ្នឹងគឺក៏បីតម្កល់ខ្លួនយ៉ាងនោះហ្នឹងហើយទៅជាតថាតាណੰដោយអង្គសម្ដែងយសៈចាំតទុសីលយ៉ាងមេលវាសាលវិបតតាំងកថាតិសោតថាតាណੰហ្នឹងមានដូចគ្នាតថាតាណੰហ្នឹងនឹងយថាណੰយតិទីសោណាពាក្យថាតថាតាណੰហ្នឹងគឺថា
តថានឹងអត្តាnăngហ្នឹងហើយនិវេសយៈហ្នឹងគឺតម្កល់អញ្ចឹងគឺតម្កល់អត្តាnăngហ្នឹងតម្កល់ខ្លួននឹងឯងយ៉ាងនោះមិនបានតម្កល់ខ្លួនយ៉ាងនោះថាមកពីតម្កល់ទៅបញ្ញាចម្រើនឡើងហ្នឹងឯងត្រង់យៈថាភូរិបវត្តតិហ្នឹងអញ្ចឹងតម្កល់ខ្លួនយ៉ាងណាដែលធ្វើឲ្យបញ្ញាចម្រើនឡើងហ្នឹងគឺមកពីមកគាថាមុនហ្នឹងឯងដែលបានដឹងណាថាបញ្ញាវាចម្រើនឡើងយ៉ាងម៉េចហ្នឹងឯងហ្នឹងគឺយកគេវេចេតៃភូរិនេះឯងហ្នឹងអញ្ចឹងព្រះអង្គសម្ដែងទៅសម្រាប់ព្រះអរហន្តទៅហ្នឹងឯងព្រះបោធលៈហ្នឹងគឺរឿងរ៉ាវមកដល់បគាថាកន្លះហ្នឹងលំសាទី5ហើយបានទី6ហ្នឹងមកដល់ភិក្ខុចាស់ដែលបួសចាស់ហ្នឹងទី7បានដល់សេះព្រះសិរីបុត្រណាហ្នឹងឯងអានទី8អ្នកចំនួនពីបរិញ្ញាស័យមកសាវត្ថីមានត្រាប់ច្រើនណាឯងដែលអត់ដឹងថាខ្លួនឯងនៅ7ថ្ងៃទៀតស្លាប់មកតែគិតថាមកភាសាមកប្រាំងអីហ្នឹងចឹងទៅហ្នឹងហើយថ្ងៃទី9ហ្នឹងរឿងរ៉ាវព្រះនាងកេសាកោតមីទីដំបងដែលត្រូវបានសម្រេចសោតាបត្តផលហ្នឹងហើយនឹងទី10ហ្នឹងបដាចារាពីដំបងដែរស្ដាប់ព្រះអង្គទៅបានសម្រេចសោតាបត្តផលទៅបានចូលព្រះអង្គបួសក្នុងមគ្គវៈហ្នឹងមាន10រឿងហ្នឹងណាហើយនៅក្នុងវិខលើចាស់ទៅពលហេតុបួសដល់បួសទៅលោកជាប់មាត់ជាប់កឆ្ងាញ់ឆាន់ចង្ហាន់បាសិកាក្នុងបណ្ដាភិអតីតធិយាណាហ្នឹងឯងមានបាសិកានឹងដូចថាធ្វើចង្ហាន់ធ្វើអីចឹងទៅហើយភិក្ខុដែលជាអតីតស្វាមីហ្នឹងក៏ចិត្តតែមុនអង្គដែលអ្នកស្រុកអ្នកភូមិមកបួសជាមួយគ្នាហ្នឹងក៏ឆាន់ទៅណាហ្នឹងឯងដល់ទៅឆាន់ទៅក៏ដូចថាចាស់ហ្នឹងទៅជែកគ្នាអីចឹងទៅរីករាយអីហ្នឹងឯងតាមហ្នឹងទៅហើយក៏ចេះតែអំពាក់ចិត្តជាមួយនឹងបាសិកាហ្នឹងមិនមែនអំពាក់ចិត្តរឿងកាមគុណរឿងអីទេរឿងទំនប់ម្រងចង្ហាន់រឿងអីហ្នឹងហើយក្រោយមកបាសិកាហ្នឹងក៏បាត់បង់ជីវិតទៅមានការនឹកសំណោះរហូតដល់ទៅយំបង្ហូរភ្នែកអីហ្នឹងហ្នឹងឯងរឿងរ៉ាវហ្នឹងក៏បានជ្រាបដល់ព្រះតមានពភាព្រះអង្គសម្ដែងពជាដកសម្ដែងពគាថាអីចឹងទៅបានតាំងនៅក្នុងសោតាបត្តផលប៉ុណ្ណាល្អរបស់លោកចឹងទៅដែរឧបនិស្ស័យមានហ្នឹងឯងធ្លាប់កើតជាក្អែកចឹងកើតជាក្អែកប៉ុណ្ណាហើយក្អែកហ្នឹងក៏រੂចំណីរអាហារអីនៅមាត់សមុទ្រហើយពេលមួយខ្យល់ខ្លាំងមកលលក់វាធំហើយចឹងទៅវាវឹបមកវាមកទាញមេក្អែកហ្នឹងចូលក្នុងទឹកចឹងទៅក្អែកឈ្មោលដឹងថាមេក្អែកហ្នឹងលិចចូលសមុទ្រចឹងនាំគ្នាបាចទឹកសមុទ្រណាហើទៅឌៀមទឹកសមុទ្រមកមាត់យកមកខ្ជាក់ចោលនៅលើគោកហើទៅទៀតដើម្បីស្វែងរកមេក្អែកហ្នឹងឯងក្អែកដែលបាចទឹកសមុទ្រហ្នឹងដែលមកជាវិខដែលបួសចាស់ហើយហ្នឹងគ្នាលោកហ្នឹងឯងចឹងហ្នឹងឯងបានប្រមាណអង្គហ្នឹងទៅច្រើនអង្គចឹងទៅដែររឿងរ៉ាវវាធ្លាប់មានពីអតីតមកអញ្ចឹងវាសោកសៅបាត់មេក្អែកហ្នឹងថាលងស្លាប់ចឹងទៅបាចទឹកសមុទ្រហ្នឹងឯងហើយចឹងទៅបានព្រះអង្គទ្រង់ប្រកាសសម្ដែងពីបគាថាមានបគាថា8ប្រអស់ហើយនឹង11ហ្នឹងហើយគាថាហ្នឹងមិនមែនចេះតែរត់មាត់អីណាព្រោះមិនដែលបានរតនាមកនោះហ្នឹងឯងវានាងឆន្ទតិមេរុក្ខੰទៅណាណាវៈនាងឆន្ទៈមេរុក្ខੰប៉ុណ្ណាហ្នឹងឯងអរគុណវៈនាងព្រៃគឺកិលេសឆន្ទៈកបីកាត់ព្រៃគឺកិលេសណាប៉ុន្តែមេរុក្ខੰកុំឲ្យកាត់ដើមឈើណាហ្នឹងឯងបានវៈអ្នកតោជាយតីភយយ៉ាងហ្នឹងឯងគឺបានន័យថាព្រៃហ្នឹងវានាំឲ្យកើតភ័យហ្នឹងឯងបានជាត្រូវកាត់ព្រៃហ្នឹងព្រៃកិលេសណាហ្នឹងឯងបានជាត្រូវកាត់ហ្នឹងប៉ុន្តែព្រះអង្គបញ្ជាក់ឲ្យមេរុក្ខੰនេះមិនមែនទៅកាត់ដើមឈើទេកណាកបីកាត់នៅព្រៃហ្នឹងវៈនាងឆន្ទៈមេរុក្ខੰវៈអ្នកតោជាយតីភយយ៉ាងហ្នឹងហើយចាំវគ្គអ្នកតោហ្នឹងចាំច្បាស់មកអំពីនឹកឃើញថាដូចជាព្រៃតោនាំឲ្យភ័យហ្នឹងវាមានអាកន្លែងចំណាំអញ្ចឹងបានដាក់មកវគ្គអ្នកតោច្បាស់មកហ្នឹងហើយពីព្រោះបើមិនចំណាំមិនដឹងវគ្គអ្នកអីវគ្គអ្នកតាំងឬក៏វគ្គអ្នកអីចឹងទៅនេះមិននឹកឃើញព្រៃតោណាព្រៃតោហ្នឹងហើយជាយតីភយយ៉ាងហ្នឹងហើយបានឆេថ្វាវគ្គនាងវគ្គថញ្ចៈហ្នឹងក៏ចាំច្បាស់ដែរហ្នឹងឆេថ្វាវគ្គនាងវគ្គអ្នកថាហ្នឹងបានចាក់មកវាអ្នកថញ្ចៈហ្នឹងគឺកាត់នៅព្រៃគឺកិលេសហ្នឹងឯងព្រះអង្គសម្ដែងមកហើយនិព្វនាហៅថាភិក្ខវោតែហ្នឹងក៏មានកន្លែងឲ្យចំណាំដែរព្រោះក្នុងមេលវៈមាននិមលាហៅថាភិក្ខវោណាហ្នឹងឯងនេះគ្រាន់តែដូរមកនិព្វនាហ្នឹងគឺបានន័យថាมันមានព្រៃចឹងដូចជានិមលាมันមានមន្ទិលប៉ុណ្ណាมันមានមន្ទិលហ្នឹងឯងតែព្រះអង្គសម្ដែងហើយយើងសិក្សាថ្មីមកព្រះអង្គសម្ដែង
tạ tao mẹ leng mẹ lẹ terang a chia pak remang mẹ leng tang mẹ leng pa ham thwa nia nem mẹ lia hao thak phikawao nia nem mẹ lia hao thak phikawao ni yang terang do nem mẹ lia nang mau chia nep vẹ ni to yang đăng chứ đó nep vẹ ni thì ni hay năng vẹ ni prei dan ngành ni là tak disai bàn đây thằng mình miền prei cứ kể lại năng chẳng bọn đây ta nè thì khẩu thằng lái cho còn ao miền prei cứ kể lại năng năng ai ban mà kiệt tha mà tiệc nắng chập đam về bàn nhà hệ tới về bàn hệ về bàn nhà hệ này hai bàn viện nè thao nè trách triệt tệ nó ngày tây trần nam mà chân tệ thả trách triệt tệ nó ai kiệt thaแต่ก็ได้ยังปัวซาเปรสได้บทนั้นอดชันหนังเซ็งจะเตียไตแต่จะดิ้งเนี่ยยังไปจะจับโดยเนี่ยนั่นเองนั่นấy cứ về vẽอย่างhệ năng trời miền tàu vẽ từ tôi thì về vẽ năng cái này này về vào nhà hệ vẽ nè tháo nè chân tệ nè trách tệ nó cho sẽ cho chừng chỗ to sẽ trách tệ năng này nó tại sai trong này thà bởi mình bàn cắt nơi prey nó đỏ rạp nà nó chẳng ở miền về vẽ nó về vẽ hết về vào nhà hết vẽ nè tháo prey cứ cái này nó còn được lòng tin đấy nè khách chỉ tệ thằng này chẳng về việc cắt tôi chỉ cắt mấy cắt ấy cái đó con tay tháo bên nơi của thằng này anh nọ mặt tầm pẻ đấy anh nọ mặt tầm pẻ về bản đây thà sum bấy tệ nơi miền tổ man tích tôi năng cái đó về nơi prey cứ kịch này nè nơi khung ấy nơi ra sạ nơi đi sọ nè nó bảo ông đại phải đọc từ riêng đầy sọc sai bảo vị khẩu nâng về nơi là nâng về nơi đòi này prey cứ kịch này tầm hà nâng về nơi tích tôi ấy cái đó nè nó mặt tầm tệ nơi ra sạ nơi đi sọ nè cái này mặt tàu pẽ thì nó cái nào nó mặt tàu pẽ là ngày anh nốt mặt tàu pẹ tại cả nó bạn đây thà anh nấu thì nó rõ đó anh nóng anh nó về tích tôi là ngày anh nóng thô lắng là thom thì là mặt táo về miền tổ man sum bấy miền tổ man tích tôi là ngày nhà tây nó về tổ tới cái nông này để sát này sợ năng anh chẳng là ngày đào tây bên này miền sao phân tích tôi chẳng tới về miền chật bạc để quạt nè miền chật bà để quạt thẹ mẹ nấu nè bà để quạt thắt mẹ nấu vẽ tao vẽ